ចាអរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនអរគ្នាចាសូមអធិស្ឋានផងបងប្អូនណាមុននេះ live វីដេអូទៅដាច់ដោយសារខ្មាំងសត្រូវវាប្រហែលថ្ងៃនោះវាធ្វើការហ្នឹងហើយវាប្រឆាំងអញ្ចឹងឲ្យខ្ញុំដូចថានិយាយពីរឿងវិញ្ញាណអីចឹងណាបកក្រាត់រឿងវាចេះវាតែរហូវិធីធ្វើមិនឲ្យខ្ញុំដូចថារំខានខ្ញុំឲ្យខ្ញុំធ្វើការបានស្រួលណាចង់និយាយចឹងណាអញ្ចឹងខ្ញុំបន្តទៀតណាខ្មាំងសត្រូវវាមិនអាចឈ្នះទេបន្តទៀតឥឡូវយើងចូលនៅក្នុងគម្ពីរលេវីវិន័យចំពោះ6ដដែលឥឡូវយើងអានពីខ1ឡើងវិញសិនប៉ុន្តែយើងបានបកស្រាយដល់ខ7ហើយមិញណាឥឡូវយើងអានឡើងវិញឥឡូវបងអានត្រឹមនេះបងនៅអានពីខ1មកដល់ខ7ហើយចាំយើងបកស្រាយបន្តទៀតណាហ្នឹងហើយមុននេះយើងបានបកស្រាយហើយបាន6 7ខមែនទេឥឡូវអានបងអានដល់ខ7ហើយចឹងចំពោះ6ព្រះយេស៊ូវ៉ាខ1ព្រះយេស៊ូវ៉ាទ្រង់មានលេវីវិន័យបងហ្នឹងហើយលេវីវិន័យចំពោះ6ពីខ1ដល់ខ7បន្តសិនណាខ1ព្រះយេស៊ូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាខ2បើអ្នកណាធ្វើបាបហើយប្រព្រឹត្តរំលងចំពោះព្រះយេស៊ូវ៉ាដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុកឬបញ្ចាំនៅដៃខ្លួនឬដែលខ្លួនបានលួចឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាងខ3ឬបានរើសរបស់ដែលគេបាត់ហើយក៏ហកថាមិនឃើញឬស្បត់ក៏ហកក្នុងសេចក្តីណាមួយនេះដែលមនុស្សតែងប្រព្រឹត្តនិងធ្វើបាបដូច្នោះតែងប្រព្រឹត្តទាំង4បើអ្នកនោះបានប្រព្រឹត្តហើយមានទោសដូច្នោះនោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួចបានកំហែងយកដែលគេបានធ្វើទុកនឹងខ្លួនផ្ញើទុកនឹងខ្លួនឬរបស់បាត់ដែលខ្លួនបានឃើញខ5និងរបស់អ្វីដែលខ្លួនប្រកែកដោយស្បត់កុហកថាមិនបានដឹងឬត្រូវសងទាំងអស់គឺត្រូវសងទាំងអស់ព្រមទាំងបន្ថែម1ភាគក្នុង5ផងដល់ម្ចាស់របស់នោះក្នុងថ្ងៃដែលឃើញថាមានទោសដូច្នោះហើយខ6រួចត្រូវយកដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួនមកប្រគល់ដល់សង្ឃសម្រាប់នឹងថ្វាយដល់ព្រះយេស៊ូវ៉ានឹងគឺជាជាមឈ្មោលមួយឥតខ្ចោះពីវង្សស័ព្ទតាមដែលគិតថ្លៃទុកជាដង្វាយដោយព្រោះការរំលងខ7ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេស៊ូវ៉ារួចអ្នកនោះនឹងរួចចាកទោសចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះឥឡូវយើងចូលដល់ខ8បន្តទៀតខ8ព្រះយេស៊ូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលខ9ចូលបង្គាប់ដល់អារ៉ុននិងពួកកូនលោកថានេះជារបៀបដង្វាយដុតគឺដង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនាពីមួយយប់តព្រឹកហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរហ្នឹងហើយឥឡូវយើងចាំទៅហ្នឹងយើងបញ្យល់ម្ដងទៀតបងណាមិនយើងដល់ត្រឹមហ្នឹងហើយណាឥឡូវយើងនឹងស្វែងយល់បន្តទៀតណាពីខ8មកដោយសារមុននេះដាប់ត្រឹមហ្នឹងណាចាព្រះយេស៊ូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលបង្គាប់ដល់អេរ៉ុននិងពួកកូនលោកថានោះជារបៀបនេះជារបៀបដង្វាយដុតគឺដង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនាពេញមួយយប់តលភ្លឺតលព្រឹកហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចណាចាបានន័យថាព្រះអង្គមានបន្ទូលទៅម៉ូសេដូចរបៀបប្រាប់ម៉ូសេណាចូលបង្គាប់ដល់អេរ៉ុនឃើញបានន័យថាព្រះវរបិតាបង្គាប់ដល់បានន័យថាមានបន្ទូលទៅព្រះរាជបុត្រាក្នុងន័យអញ្ចឹងណាបានន័យថាចូលបង្គាប់ដល់អេរ៉ុនបង្គាប់ដល់សង្ឃរបស់ព្រះអង្គអីចឹងណាពូជបោលេវីពូជអ្នកធ្វើការថ្វាយព្រះអង្គអញ្ចឹងណាចាថាម៉េចនឹងពួកកូនលោកថាឃើញបានន័យថាព្រះអង្គបង្គាប់ដល់ពួកពូជបោ
đến thôi ca bầm rào bóng á chẳng vậy chẳng á bụi lệ vi nốt chia rục bếp đồng vải đọt nít chia rục bếp đồng vải đọt ban đi thà bà vợ bị đa bà chẹt phải ạ nó chẳng vậy thà bà dễ chịu ban prap từ Moses thà nít chia đồng vải đọt thế nhé cứ đồng vải nít trơi tại nơi lơ trường cram nơi asana pin một dục tọt phừ nhé giờ đằng hay thà việc đồng vải mới để dương riêng mình nắng ban đây thà nè nó có miền pơ ba có thời tao mình luôn tua thời tao massage rồi hiệp ba bọn ai bị chất ban đây tha xong nó có thời này đây đây bọn mình tu bị kho lơ mà mình chân bọn mình tu tiền phẹp tiền nè đại thời mà thoai luôn tiền nè đại mà luôn tu ba phẹp tiền xong á thời nhé xong có thời ai mấy ai giờ cứ đồng vải đi nhé ban đây tha cho bằng cọp ban đây tha ai mô xây nó bằng cọp đó con trai ở ron đó con trai ở ron nè nhé nâng bộ con lô tha mấy nốt chia rục bếp đồng vải đọt nít chia rục bếp đồng vải đọt cứ đồng vải nít trơi tai nơi lơ trường cran ban này tha đồng vải nít thời nơi lơ trường cran thời đọt thời công tích thời bình che hôm nay chắc khang than vì nhiến á nay asana pin mùi dục toàn phừ vì phố dân đăng cái ta pe này nông cái miền bát kia luôn nó sẽ đây ngủ nghịch hôm nay chắc ấy việc đôi chia pe dục chẳng để cho nên hết thời tại đọt nơi lơ trường cran ở dục nó ai việt là hốt đọt phừ đằng bây tha đọt ở dục đọt phừ bên tha thời chữ băng bởi vì ông mà tha này nó mẹ rạ châu chờ nên chẳng á đây lúc buôn mau để ôn thọp đây nhà rạ kia này nó buôn mau có miếng đấy nào không đánh là nó ba đi theo cái dương của pung đánh và pung đọt nơi lơ trường cran nó mình dục đọt phừ này không đây chẳng á mà máu cả đó ba bên vậy hưởng máu con chẳng vậy tha pe để kia nó không sẽ đây ngủ nghịch rạ với chi chọn sẵn cân dương của pung đánh dương của pung đạn nơi lơ trường cran ấy đọt đây này nó ấy đọt mình dục đọt phừ này nó cái chẳng vậy chẳng á nó bóng vì phố kia luôn nó không sẽ đây ngủ nghịch pe nó cứ bằng hai tha pe dục á đợt là hốt ta tập lư thứ nhất ta ta ba nó bị tranh ta chỉ ngư rô kia và đa xa xây trong phòng má nó bị tranh á cái con bọn khác có vệ vọ ấy trên cái họ màu cái làm trắng á cái làm miền khủ mà nó công miền chấm nón ấy sập khủ á chỗ bằng cọp đo ở rón nông bộ con lô thá nú nít chia rục bếp đồng vải đợt cứ đồng vải nít trơi tại nơi lơ trường cran nơi asana pin mùi dốc to lư hai phơn đại nơi lơ asana có trơi tại che nơi chuyển nịch đài nhé phơn nơi lơ asana ban đây tha rụp cài kê và hia bắc kê nắng thử tay miền phơn này phải những bao sắp đột là hột chẳng á thời che là hột nhé thời che là hột thì mình đây tha cầm phơn đã đột đã to prăngហ្នឹងគឺmình đây thaឲ្យព្រះអង្គទ្រង់សពហាតីឲ្យស្អាតទាំងអស់ហ៎ ចាដើម្បីស្អាតបន្សិតបើយើងនិយាយពីមាសវិញបានន័យថាមាសនឹងកំពុងដុតក្នុងភ្លើងហ៎បងហ្នឹងឲ្យស្អាតអត់ឲ្យមាននៅប្រឡាក់ប្រឡោះទៀតចាអញ្ចឹងបានព្រះអង្គមានបន្ទូលថាម៉េចអ្នកនោះដែលពេលគេបន្សិតហើយប្រៀបដូចជាមាសដែលសម្រងក្នុងភ្លើងអញ្ចឹងកន្លែងហ្នឹងគឺអញ្ចឹងនិយាយអញ្ចឹងណាបានន័យថាព្រះអង្គសម្រងក្នុងភ្លើងនៅក្នុងកាពីវរណៈចំពុក3ខ17 18ព្រះអង្គមានបន្ទូលហើយខ18ជាពិសេសឃើញទេអាយសង់ត្រូវឲ្យពាក់អាវក្លូតទេណាបងមានបន្ទូលប្រាប់ទៅដល់សង់ឃើញប្រាប់ទៅពូអ៊ីម៉ូរត់ហ្នឹងកូនចៅគាត់អីហ្នឹងអាយសង់ត្រូវឲ្យពាក់អាវក្លូតទេហើយស្លៀកខោក្លូតទេទៅកៅផេះដែលភ្លើងបានឆេះដង្វាយនៅលើអាសនាហើយដាក់នៅក្បែរអាសនាសិនណាផេះហ្នឹងប្រៀបដូចជាអំពើបាបរបស់គេបងត្រូវឲ្យសង់ហ្នឹងនិយាយទៅត្រូវឲ្យសង់ហ្នឹងដូចថាត្រូវបរិសុទ្ធត្រូវស្អាតអីចឹងណាត្រូវកុំឲ្យមានបាបអីសោះអញ្ចឹងក្នុងន័យអញ្ចឹងហើយត្រូវកើបផេះឃើញទេព្រោះថាដឹងចេះសង្ឃដែលព្រះអង្គប្រើគឺថាព្រះអង្គដាក់អំណាចចេស្តាឲ្យគេធ្វើការនឹងបានណាបងពីព្រោះកូនព្រះអង្គម្នាក់ដែលធ្វើការថ្វាយព្រះអង្គគឺព្រះអង្គដាក់អំណោយទានឲ្យគេខុសគ្នាអ្នកខ្លះព្រះអង្គចាត់ឲ្យគេជាតាហានខាងអីឥឡូវយើងនិយាយពីខាងសាច់ឈាមគឺតាហានខាងចម្បាំងតាហានខាងម៉ារីនតាហានខាងលើអាកាសអីចឹងណាបងឃើញទេព្រះអង្គចាត់យើងជាអ្នកដែលបម្រើព្រះជាតាហានរបស់ព្រះគឺតាមផ្នែកចឹងដែរបើផ្នែកជាសង្ឃគឺព្រះអង្គឲ្យធ្វើខាងផ្នែកសង្ឃចឹងទៅតាមអាផែនហ្នឹងបើយើងដណ្ដើរទៅលើព្រះវិញ្ញាណគឺព្រះអង្គចង់ឲ្យសង្ឃណាគឺថាសម្អាតគេនឹងដូចថាបញ្យល់ឲ្យដូចថាម្ដងហើយម្ដងទៀតឲ្យច្បាស់ចាដើម្បីឲ្យគេស្អាតហ្មងណាកុំឲ្យគេនៅភ័យនៅភ័ន្តច្រឡំទៀតណាចាចឹងអាហ្នឹងគឺក្នុងន័យចឹងចាហើយឲ្យយល់គេច្បាស់ឲ្យគេយល់ហើយឲ្យតាមរយៈសងហ្នឹងចាហើយបើសិនជាគេមិនច្បាស់ទេគេនៅតែល្ងឹតដដែលហ្នឹងហើយអត់តន់ភ្លឺអញ្ចឹងព្រះអង្គឲ្យយើងដាក់នៅលើចង្ក្រានដុតរហូតដល់ភ្លឺណាហ្នឹងហើយឲ្យសងហ្នឹងធ្វើកិច្ចការហ្នឹងឲ្យគេច្បាស់គឺថា 100% អញ្ចឹងណាអញ្ចឹងបានថាកុំឲ្យគិតថាការងារសង្ឃស្រួលមិនមែនស្រួលទេណាគឺចេញបជាមកពីថ្នាក់លើបញ្ចេញពីព្រះអង្គពីឋានសួគ៌មកឃើញទេឯសង្ឃត្រូវឲ្យពាក់អាវក្លូតទេ
ហើយស្លៀកខោក្លូតទេសឃើញទេក្លូតទេសគឺសំដៅថាបរិសុទ្ធដំណើរថាត្រូវតែមានអំណាចចេស្តារបស់ព្រះឃើញទេត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធត្រូវនិយាយគឺត្រូវអ្វីបានទទួលប្រដាប់កាយគ្រប់គ្រាន់សម្រាប់នឹងច្បាំងហ្នឹងណានៅនេះចឹងគឺវិន័យរបស់ព្រះចាណាទៅកៅផេះដែលភ្លើងបានឆេះដង្វាយនៅលើអាសនាភ្លើងនៃព្រះវិញ្ញាណទៅបញ្ឆេះដង្វាយនៅលើអាសនាបានន័យថាដង្វាយឲ្យគេប្រាយចិត្តចេញពីអំពើបាបដូចថាទៅកំតិចបញ្ឆេះអាមុនអាគមរបស់វានៅក្នុងអាសនានៅក្នុងពហិរបស់កូនព្រះអង្គហ្នឹងក្នុងចិត្តកូនព្រះអង្គហ្នឹងក្នុងន័យចឹងណាបងចាហើយដាក់នៅក្បែរអាសនាសិនឃើញទេហើយយើងអានដល់ខ11រួចដោះសម្លៀកបំពាក់នោះចេញស្លៀកពាក់បន្លាស់ឯទៀតយកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាតណាចាព្រះអង្គឲ្យយើងដោះសម្លៀកបំពាក់នឹងចេញហើយមិនទៀតសម្លៀកបំពាក់នឹងបានន័យថាវាអាចប្រឡាក់មកយើងជួនកាលយើងត្រូវដោះចេញត្រូវស្លៀកពាក់ថ្មីត្រូវយើងត្រូវអធិដ្ឋានទៅរកព្រះអង្គទៀតក្នុងន័យអញ្ចឹងណាបងត្រូវអធិដ្ឋានទៅព្រះអង្គថែមទៀតត្រូវគឺថាឲ្យប្រែចិត្តថ្មីចាប៉ុន្តែក្នុងនេះគឺព្រះអង្គចង់មានបន្ទូលទៅពួកសង្ឃណាបងពីព្រោះពាក្យថារួចដោះសម្លៀកបំពាក់ពីព្រោះខមុនមិនព្រះអង្គឲ្យពួកគេនឹងពួកសង្ឃនឹងស្លៀកដោយពាក់អាវក្លូតទេសអាវក្លូតទេសឲ្យស្លៀកខោក្លូតទេសបងមែនទេដល់ចឹងដល់ខ11នេះគឺព្រះអង្គមានបន្ទូលទៅពួកសង្ឃដដែលមិនមែនមានបន្ទូលទៅនេះទេឃើញទេអ្នកធ្វើបាបទេហ្នឹងហើយរួចដោះសម្លៀកបំពាក់នោះចេញស្លៀកពាក់បន្លាស់ឯទៀតយកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាតចាក់នៅកន្លែងស្អាតណាឥឡូវយើងអានបន្តទៀតណាខ12ឯភ្លើងនៅលើអាសនានោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយទាល់តែព្រឹកត្រូវឲ្យសង់ដាក់អុសនៅលើនោះរួចរៀបដង្វាយដុតពីលើព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផងគឺនិយាយទៅគឺតកតងនឹងការដេញអារៈតកតងនឹងការឲ្យគេចេញពីអំពើបាបត្រូវការភាពស្មោះត្រង់ត្រូវការសុចរិតអីអញ្ចឹងណាបងត្រូវការស្អាតនៅចំពោះព្រះអង្គអីអញ្ចឹងណាក្នុងន័យហ្នឹងណាហើយត្រូវការគេចេះថ្វាយគេចេះលន់តួបាបថ្វាយទៅដូចថាមានដង្វាយមេត្រីអីឃើញទេរួចរៀបដង្វាយដុតពីលើមានន័យថាដូចព្រះអង្គទ្រង់ឲ្យសងហ្នឹងគឺថាធ្វើឲ្យអ្នកដែលធ្វើខុសហ្នឹងណាចាឲ្យជ្រួតជ្រាបចាឲ្យជ្រួតជ្រាបហើយគេយល់ពីរឿងដង្វាយយល់ទាំងអស់ហ្នឹងគឺថាអត់មានទៅពេចទៅពិលទេចាឃើញទេឯភ្លើងនៅលើអាសនានោះត្រូវតែឆេះនៅជានិច្ចឃើញទេអត់រលត់ឡើយព្រះអង្គថាអញ្ចឹងព្រះអង្គមានបន្ទូលថាអញ្ចឹងអត់រលត់ឡើយឲ្យឆេះជានិច្ចដើម្បីដុតកំតិចបច្ឆេះអាវិញ្ញាណនៅក្នុងគេនឹងដែលគេមានអំពើបាបជាធ្ងន់ដូចអញ្ចឹងណាប្រៀបដូចជាគេនៅក្នុងសេចក្តីងងឹតនៅពេលយប់អញ្ចឹងបានបងថាដុតរហូតដល់ភ្លឺគេមិនតន់យល់តែបញ្យល់នៅតែយល់ឲ្យតតែយល់ចាឃើញទេហ្នឹងហើយខមិញដែលព្រះអង្គបានមានបន្ទូលនៅខ10មិញនិយាយពីរឿងថាឯសង្ឃត្រូវពាក់អាវក្លូតទេសហើយស្លៀកខោក្លូតទេសហ្នឹងគឺសំដៅថាត្រូវតែប្រដាប់កាយត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធត្រូវតែមានគ្រឿងសឹកសង្គ្រាមសម្រាប់ច្បាំងណាបងកន្លែងហ្នឹងណាត្រូវតែមានសឹកសង្គ្រាមសម្រាប់ច្បាំងដូចថាមានអាវុធនិយាយទៅគឺអាវុធណាបងកន្លែងហ្នឹងណាមានន័យថាប្រជាប្តារបស់ព្រះអង្គអាវុធសេចក្តីស្មោះត្រង់សេចក្តីសុចរិតយើងសេចក្តីពិតអីទាំងអស់ណាបងមែនទេចាមានន័យថាដូចខាងតហ្នឹងគឺថាយកវិន័យរបស់ព្រះណាចាមកយកមកក្រាបត្រូវហើយចាំបានថាទូនីតិសង្ឃត្រូវតែដឹងព្រះបន្ទូលត្រូវតែស្គាល់ព្រះបន្ទូលត្រូវតែអានព្រះបន្ទូលឲ្យច្បាស់លាស់ត្រូវឲ្យស្គាល់ឲ្យដើម្បីអាហ្នឹងឲ្យគឺជាអាវុធដែលព្រះអង្គឲ្យចេញច្បាំងឲ្យយើងយកទៅដុតបញ្ឆេះកំតិចឃើញព្រះអង្គមានបន្ទូលថាហើយស្លៀកខោក្លូតទេសទៅកៅផេះដែលភ្លើងបានឆេះដង្វាយនៅលើអាសនាណាយើងកំពុងតែបញ្ឆេះហើយហ្នឹងគេកំពុងតែធ្វើចម្បាំងណាចាហើយដាក់នៅក្បែរអាសនាសិនរួចដោះសម្លៀកបំពាក់នោះចេញស្លៀកពាក់បន្លាស់ឯទៀតដោះសម្លៀកបំពាក់នោះចេញស្លៀកពាក់បន្លាស់ឯទៀតក្នុងន័យថាឲ្យយើងទាំងព្រះបន្ទូលទាំងអ្វីដែលជាស្ដីពិតអ្វីដូចជាហៅថាការសឹកសង្គ្រាមសម្រាប់ច្បាំងណាបងក្នុងន័យហ្នឹងណាត្រូវតែមិនមែនមានតែប៉ុណ្្នឹងទេសឹកដូចថាព្រះបន្ទូលព្រះអង្គឃើញដែលយើងយកមកចាយកន្លងមកមិនមែនតែមកខណាអាហ្នឹងក្នុងន័យយើងយកគ្រប់ខក្នុងអីចឹងក្នុងន័យថាអាហ្នឹងដូចជាដោះសម្លៀកបំពាក់នោះចាញ់ស្លៀកពាក់បន្លាស់ឯទៀតបានន័យថាព្រះបន្ទូលព្រះអង្គយើងមិនមែនតែយកមកខហ្នឹងយកមកនិយាយដដែលត្រូវមានព្រះបន្ទូលត្រូវមានកន្លែងនេះកន្លែងនោះឃើញគ្រប់ដែលអ្វីដែលយើងទៅតាក់ទងជាមួយការអស់ទាំងហ្នឹងដែលព្រះអង្គប្រើឲ្យយើងណាដូចយើងរៀន
ខកពីនឹងចឹងឃើញទេនៅក្នុងកម្ពីលេវីវិន័យចំពោះ6ហ្នឹងយើងមិនមែនយកតែចំពោះនឹងមួយណាយើងយកចំពោះនេះយកមកបែងចែកឲ្យយល់ស៊ីជម្រៅតាមទៀតណាតាក់តងគ្នាចឹងណាអញ្ចឹងបានក្នុងខនេះបងថារួចដោះសម្លៀកបំពាក់នោះចេញស្លៀកពាក់បន្លាស់ឯទៀតយកផេះចេញទៅក្រៅទីដំឡើងត្រសាតបាក់ចាក់នៅកន្លែងស្អាតណានៅខាងក្រៅដំឡើងស្អាតចាក់នៅកន្លែងស្អាតតែពេលដែលគេកែប្រែដឹងថាគេយល់ពីច្បាប់ទម្លាប់អស់ហ្នឹងគេថាគេប្រព្រឹត្តធ្វើតាមហើយគឺមានន័យថាទទួលចាទទួលជាថ្មីម្ដងទៀតចាគេទទួលអ្វីគេហៅថាកើតជាថ្មីហ៎បងកើតជាថ្មីហ្នឹងគេថាការស្លាប់ខាងអំពើបាបហ្នឹងបានន័យថាពេលណាដែលដុតឆេះអស់ទៅវាដូចជាវាឆ្អិនវាស្លាប់ហ្នឹងអាអំពើបាបទាំងម៉ានណាពេលហ្នឹងហើយគេដូចជាកើតជាថ្មីគេរស់ជាថ្មីគេដើរដោយព្រះវិញ្ញាណគេទទួលអ្វីថ្មីមកពីអង្គបានញែកគេស្អាតជាបរិសុទ្ធតែហ្នឹងណាចាតែតាមរយៈសង្ឃហ្នឹងតាមរយៈសង្ឃធ្វើជាអ្នកធ្វើឃើញទេហើយនៅខ12ថាម៉េចអាយភ្លើងនៅលើអាសនៈនោះត្រូវតែឆេះនៅជានិច្ចឃើញទេនៅតែឆេះនៅជានិច្ចភ្លើងនៃព្រះវិញ្ញាណត្រូវតែឆេះរហូតឃើញទេឥតរលត់ឡើយភ្លើងនៃព្រះវិញ្ញាណនៅក្នុងចិត្តយើងត្រូវតែឆេះឃើញទេត្រូវតែឆេះរួចរាល់តែព្រឹកត្រូវឲ្យសង់ដាក់អុសនៅលើនោះរួចរៀបដង្វាយដុតពីលើណារៀបដង្វាយដុតពីលើព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផងត្រូវតែខ13ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនៈមិនត្រូវឲ្យរលត់ឡើយឃើញទេដង្វាយបងមានបន្ទូលច្រើនរឿងដង្វាយនៃការប្រែចិត្តឃើញទេដង្វាយនៃការដែលមួយគេដង្វាយលុះបាបមួយដង្វាយដុតនោះសម្រាប់ថាអ្នកនោះគាត់យកមកសម្រាប់ពួកសង្ឃអ្នកធ្វើការបម្រើព្រះនេះដង្វាយមេត្រីនេះមានន័យថាដោយដើម្បីឲ្យព្រះអង្គហើយមានមេត្រីជាមួយគ្នាវិញដើម្បីឲ្យព្រះអង្គទ្រង់ដូចថាផ្សះបងរវាងមនុស្សជ្រាបហើយនឹងទទួលយកវិញចាពីព្រោះកន្លែងហ្នឹងដង្វាយមេត្រីហ្នឹងដូចព្រះអង្គមកសង្កត់លើឈើឆ្កាហ្នឹងគឺដើម្បីឲ្យយើងមានមេត្រីជាមួយព្រះអង្គវិញក្នុងន័យហ្នឹងណាដូចបើយើងប្តីប្រពន្ធហៅថាផ្សះគ្នាបងហ្នឹងហើយបើនិយាយដង្វាយមេត្រីហ្នឹងគឺដើម្បីឲ្យព្រះអង្គដូចថាព្រះអង្គអត់ទោសបាបឲ្យយើងក្នុងន័យចឹងណាដូចយើងអាននៅក្នុងគម្ពីរមិនថាដើម្បីឲ្យព្រះអង្គមានបហាតីស្មោះត្រង់យើងហ៎ដូចនៅក្នុងគម្ពីរយ៉ូហានខ្សែទី1ចំពោះ1ខ8ដល់ខ10មកញ៉ដែលយើងបានអានណាចាហើយអញ្ចឹងឲ្យបានយើងយល់ពីរឿងដង្វាយហ្នឹងគឺមួយគេហៅថាដង្វាយលួសបាបហ្នឹងបានន័យថាពួកគាត់ត្រូវចូលមកលន់ទូបាបទៅចំពោះព្រះអង្គអត់ដូចថាប្រែចិត្តអស់ពីចិត្តហ្នឹងហៅថាដង្វាយលួសបាបប៉ុន្តែមួយទៀតហៅដង្វាយដុតហ្នឹងគឺដង្វាយដែលពួកអ្នកដែលគាត់ឈឺពួកគាត់ដែលមានបញ្ហាពួកគាត់ដែលប្រែចិត្តហ្នឹងត្រូវថ្វាយទៅសង្ឃរបស់ព្រះអង្គដើម្បីក្នុងន័យនេះគេហៅថាដង្វាយថ្លៃអំណរគុណនៅក្នុងកាពីព្រះអង្គហៅថាឲ្យគេចេះថ្លៃអំណរគុណគេហៅដង្វាយនៃការអរប្រគុណណាបងចាគឺគេហៅថាដង្វាយដុតហ្នឹងណាហើយមួយទៀតគេហៅថាដង្វាយកន្លែងនេះគឺដង្វាយមេត្រីហ្នឹងដើម្បីអីដើម្បីកន្លែងទាំងអស់ហ្នឹងហើយរួមគ្នាមកដើម្បីមានមេត្រីគ្នាវិញមែនទេដង្វាយលុះបាបដង្វាយដុតរួមបញ្ចូលគ្នាមកបានន័យថាដើម្បីឲ្យពួកគាត់មានមេត្រីជាមួយនឹងព្រះវិញដូចថាពីមុនមកគាត់ដាច់ចេញពីព្រះអង្គទទួលស្គាល់វិញចាគេហៅថាដង្វាយមេត្រីឡើយហ្នឹងណាបងចារួចរៀបដង្វាយដុតពីលើព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផងដុតខ្លាញ់ដង្វាយមេត្រីដើម្បីអីបងថាជាក្លិនឈ្ងុយពេលហ្នឹងហើយបានន័យថានៅចំពោះព្រះអង្គពេញបហារតីចឹងនិយាយថាជាក្លិនឈ្ងុយនៅចំពោះព្រះអង្គព្រះអង្គទ្រង់ជ្រាបព្រះអង្គបានអត់ទោសឲ្យគេហើយឡើយហ្នឹងបានន័យថាអញ្ចឹងណាចាឃើញទេព្រះអង្គមានបន្ទូលថាបាបឯងក្រហមតែងយ៉ាងណាក៏ដោយមកទៅជែកគ្នាសិនមកពិភាក្សានេះសិនហ្នឹងណាពេលហ្នឹងហើយកន្លែងហ្នឹងហើយកំពុងតែឲ្យគេហ្នឹងគេថ្វាយដង្វាយឲ្យគេហ្នឹងគេថ្វាយគេហៅថាដង្វាយលុះបាបហើយដង្វាយដុតឡើយហ្នឹងណាហើយនឹងដើម្បីឲ្យបានមានដង្វាយមេត្រីនឹងគ្នាជាមួយព្រះអង្គវិញកន្លែងហ្នឹងហៅថាពិភាក្សាគ្នាអីហ្នឹងមិនមែនថាធ្វើម្ដងហ្នឹងចប់ទេចង់និយាយថាពួកគាត់ត្រូវតែផ្សារភ្ជាប់មួយព្រះអង្គរហូតចឹងនិយាយចឹងពាក្យថាមេត្រីហ្នឹងមិនមែនបានន័យថាត្រូវហើយគ្នាតែប៉ុណ្្នឹងហើយស្រាប់តែនោះគាត់ចង់ទៅប្រព្រឹត្តបាបអីប្រព្រឹត្តទៀតមិនមែនក្នុងន័យហ្នឹងឯណាបងពាក្យថាមេត្រីបានន័យឲ្យជាប់ជាមួយព្រះអង្គវិញមែនទេបងពីមុនគាត់ដាច់ចេញពីនិយាយពីតាពាំងបាយជូរដើមតាពាំងបាយជូរនៅក្នុងគម្ពីរយ៉ូហានហ៎ព្រះអង្គមិនចង់ឲ្យឃ្លាតចេញពីព្រះអង្គវិញណាចាហើយហៅថាដង្វាយមេត្រីឃើញទេហ្នឹងហើយចាអញ្ចឹងបានព្រះអង្គទទួលសពហាតីជាប់រហូតវិញចាព្រោះអញ្ចឹងបានព្រះអង្គបានដាក់ព្រះវិញ្ញាណនៅក្នុងយើងនឹងដើម្បីឲ្យយើងជាប់មួយព្រះអង្គដើម្បីឲ្យយើងមានមេត្រីជាមួយព្រះអង្គនឹងហៅថាដង្វាយមេត្រីឃើញទេគឺជាចំណងចាជាចំណងជាការផ្សះផ្សារវាងព្រះហើយនិងមនុស្សមែនទេចាហ្នឹងហើយហៅថាដង្វាយមេត្រីពីព្រោះ
ពេលណាដង្វាយលួសបាបហើយនឹងដង្វាយអប្រគុណឬក៏ហៅថាដង្វាយដុតអីហ្នឹងហើយដើម្បីឲ្យមានដង្វាយមេត្រីផ្សារភ្ជាប់មួយព្រះអង្គបានន័យថាជាក្លិនឈ្ងុយនៅចំពោះព្រះអង្គរាប់ថាជាក្លិនឈ្ងុយអាខ្លាញ់ស្រកចុះមកហ្នឹងបានន័យថាអំពើបាបវាស្រកចុះវាឆេះអស់ណាបងដល់ចឹងឲ្យធ្វើឲ្យព្រះអង្គសពហាតីពីព្រោះពេលណាដែលមានបាបព្រះអង្គអត់សពហាតីទេណាព្រះអង្គប្រចាំណាតែយល់ហ្នឹងណាពេលហ្នឹងឲ្យបើយើងនិយាយថាប្តីប្រពន្ធបានន័យថាគាត់ខំស្រឡាញ់គាត់ខំស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកពេលហ្នឹងឲ្យធ្វើប្តីពេញចិត្តនឹងប្រពន្ធស្មោះគ្នាស្មោះត្រង់គ្នាទៅវិញទៅមកក្នុងន័យថាមេត្រីគ្នាណាបងតែហ្នឹងឥឡូវយើងចូលដល់ខ14 13 13មិនយើងអានទេចាបងនិយាយច្រើនទៅចេះស្អាតក៏ខ13ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនាមិនត្រូវឲ្យរលត់ឡើយលើអាសនាត្រូវមានភ្លើងឆេះជានិច្ចឃើញទេអត់ឲ្យតិចហឹមហឹមទេណាអាហ្នឹងឲ្យថាមានតែសម្រងក្នុងភ្លើងត្រូវដុតទៅឆេះឃើញទេបងមានបន្ទូបញ្ជាក់ឲ្យណាមិនមែនថាឆេះតែមកយកដល់ភ្លើងឲ្យស្អាតនេះបងថានៅលើអាសនាត្រូវតែមានភ្លើងឆេះជានិច្ចឃើញទេត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនាមិនត្រូវឲ្យរលត់ឡើយឃើញទេពេលណាដែលយើងរលត់បានន័យថាដូចយើងរលត់ព្រះវិញ្ញាណបរិសុទ្ធហ្នឹងមានន័យថាក្នុងចិត្តអ្នកធ្វើហ្នឹងហើយនឹងព្រះហ្នឹងតាមឲ្យព្រះហ្នឹងទ្រង់សពហាតីរហូតឲ្យជាប់នៅនឹងព្រះណាអត់ឲ្យនៅបែកបែកទៅណាទេហ្នឹងហើយព្រោះតែអញ្ចឹងហើយបងសពហាតីនៅក្នុងគម្ពីរយ៉ូហានចំពុក15ខ7អីនោះនិយាយថាខ្ញុំជាដើមតាពាំងបញ្ជូនអ្នករាល់គ្នាជាផ្នែកអញ្ចឹងណាបងចាឡើយហ្នឹងហើយគឺបានន័យថាព្រះអង្គសពហាតីអ្នកណាដែលនៅជាប់មួយព្រះអង្គប្រៀបដូចជានេះអញ្ចឹងឲ្យភ្លើងឆេះរហូតភ្លើងនៃព្រះវិញ្ញាណនោះចាមិនមែនឲ្យបលុតទេចាំព្រះអង្គមានបន្ទូលថាកុំឲ្យបលុតព្រះវិញ្ញាណបរិសុទ្ធឡើយហ៎កុំឲ្យបលុតព្រះវិញ្ញាណព្រះអង្គមានបន្ទូលទៅបងថាពេលណាដែលយើងមានបាបច្រើនទៅបានន័យថាកំពុងធ្វើឲ្យព្រះអង្គព្រួយប្រហារតីឃើញទេតែព្រួយប្រហារតីយូរទៅបានន័យថាយើងកំពុងតែទៅបលុតព្រះវិញ្ញាណនិយាយយើងមានភ្លើងនៃព្រះវិញ្ញាណបានព្រះអង្គថានៅក្នុងបទកាពីនេះគឺព្រះអង្គមានបន្ទូលថាម៉េចថាថាម៉េចថាឲ្យត្រូវតែមានភ្លើងចនិចមិនទេដែលយើងអានមិនទេណាបងដល់ណាឲ្យខម៉ានមិញខម៉ានហីអានេះចូលដល់ខ14ចូលដល់ខ14ខ13មិញដែលយើងអានហ្នឹងគឺព្រះអង្គថាឲ្យមានភ្លើងឆេះចនិចមែនទេយើងយល់ហើយភ្លើងឆេះចនិចហ្នឹងបានន័យថាភ្លើងនៃព្រះវិញ្ញាណព្រះអង្គថាឲ្យកុំឲ្យធ្វើឲ្យព្រះអង្គព្រួយប្រហារតីពេលណាតែធ្វើឲ្យព្រះអង្គព្រួយប្រហារតីបានន័យថាយើងកំពុងតែចង់បលុតព្រះវិញ្ញាណហើយប្រៀបដូចជាចង្គៀងដែលចិត្តរលត់ប្រេងដោយព្រះអង្គមានបន្ទូលនៅក្នុងកាពីម៉ាថាយចំពុក25អញ្ចឹងនិយាយពីស្ត្រី10នាក់ស្ត្រីព្រហ្មចារី10នាក់5នាក់មានប្រេងដែលចង្គៀងគេមានប្រេងហើយគេមានដូចថាគេនៅតែឆេះរហូតណាបងប៉ុន្តែស្ត្រី5នាក់ទៀតនោះគាត់ធ្វើប្រហែសគាត់ប្រេងគាត់ចិត្តរលត់ចង្គៀងគាត់ចិត្តរលត់ណាឡើយហ្នឹងឲ្យប្រៀបដូចថាព្រះអង្គថាម៉េចថាឲ្យយើងចាំនិយាយថាឲ្យភ្លើងនោះឆេះជានិច្ចឃើញទេពីព្រោះព្រះអង្គសពហាត់ឲ្យយើងមានព្រះវិញ្ញាណបរិសុទ្ធធ្វើកុំឲ្យព្រះអង្គព្រួយប្រហារតីព្រះអង្គមានបន្ទូលថាបើយើងព្រួយព្រះអង្គព្រួយប្រហារតីយូរទៅចង្គៀងនេះវាអស់ប្រេងទៅវារលត់ហ្មងបាននេះទៅយកបលុតព្រះវិញ្ញាណបរិសុទ្ធចឹងឥឡូវនេះគឺចង់និយាយចឹងណាព្រោះថាចង្គៀងនោះចិត្តរលត់ហើយបាននេះថាព្រះអង្គព្រួយប្រហារតីហើយឥឡូវនេះគឺចង់ព្រះអង្គចង់មានបន្ទូលចឹងណានៅក្នុងកាពីដែលព្រះអង្គច្រើនមានបន្ទូលតាក់ទងរឿងស្រីព្រហ្មចារី5នាក់មានប្រេង5នាក់អត់ប្រេងអីគឺតាក់ទងរឿងហ្នឹងឃើញទេថាបានបងថាឲ្យបងមានបន្ទូលថាឲ្យយើងហ្នឹងថាឲ្យពហិហ្នឹងឲ្យអាសនាហ្នឹងត្រូវតែមានភ្លើងចនិចឃើញទេចាមិនមែនមានភ្លើងហ្នឹងបានន័យថាក្តៅកាហាយភ្លើងខឹងគេកំហឹងមូម៉ៅមិនមែនភ្លើងហ្នឹងទេគឺភ្លើងនៃព្រះវិញ្ញាណណាចឹងនិយាយចឹងបើយើងម្នាក់ជឿព្រះអង្គបើយើងគ្មានភ្លើងនៃព្រះវិញ្ញាណទេយើងអត់អាចធ្វើការថ្វាយព្រះអង្គបានទេចឹងនិយាយចឹងយើងក៏តិចហឹមរហូតឃើញទេចាឥឡូវយើងចូលដល់ខ14ណានេះជារបៀបដង្វាយម្សៅគឺពួកកូនអឺរ៉ុនត្រូវថ្វាយដង្វាយនោះនៅចំពោះព្រះយេស៊ូវត្រង់លើអាសនាប៉ែកខាងមុខណានេះនិយាយពីរឿងដង្វាយម្សៅម្ដងនេះសម្រាប់ពួកអឺរ៉ុនថ្វាយទៅព្រះអង្គណាត្រូវការម៉ត់នេះជារបៀបដង្វាយម្សៅគឺពួកកូនអឺរ៉ុនត្រូវថ្វាយដង្វាយនោះនៅចំពោះព្រះយេស៊ូវត្រង់លើអាសនាប៉ែកខាងមុខអាសនាប៉ែកខាងមុខគេឃើញទេថ្វាយមុនគេពីព្រោះទៅចូលមកខាងមុខមុនគេហើយបានបន្ទាប់មកខាងក្រោយអញ្ចឹងណាអញ្ចឹងបានន័យថាពួកសង្ឃក៏ត្រូវថ្វាយទៅព្រះអង្គដែរឃើញទេត្រូវថ្វាយដង្វាយម្សៅដែលគ្មានជាតិមេដែលគ្មានជាតិដំបែឡើយហ្នឹងគឺចង់និយាយអញ្ចឹងណាបានន័យថាព្រះអង្គត្រូវការបរិសុទ្ធដង្វាយដែលយើងថ្វាយដោយព្រះអង្គឲ្យសង្ឃថ្វាយទៅត្រូវការបរិសុទ្ធចេញពីចិត្តបរិសុទ្ធដែលស្មោះត្រង់ជាមួយព្រះអង្គអញ្ចឹងណាបងចាឥឡូវបងអានខ5ទៀតណាចាំខ15ទៀតមកចាំយើងញ៉ែគ្នាខានខ15មក
ខ15នេះ ទេណៃអានអានោះបកមកទៅ ចឹងត្រូវយកម្សៅយ៉ាងម៉ត់មួយក្តាប់ជាមួយនឹងប្រេងខ្លះហើយនឹងកំញានដែលនៅលើដង្វាយម្សៅនោះដុតទាំងអស់សម្រាប់ជាក្លិនឈ្ងុយនៅលើអាសនាទុកជាទីរំលឹកដល់ព្រះយេស៊ូវណាត្រូវយកម្សៅយ៉ាងម៉ត់មួយក្តាប់ណាម៉ត់យ៉ាងម៉ត់មួយក្តាប់បានន័យថាត្រូវបរិសុទ្ធម្សៅនោះប្រៀបដូចជាដូចថាព្រះបន្ទូលព្រះអង្គណាពេលយើងត្រូវតែមានព្រះបន្ទូលហើយត្រូវតែចិត្តបរិសុទ្ធក្នុងហ្នឹងណាពីព្រោះព្រះអង្គថាតែមានដំបែបន្តិចបានន័យថាធ្វើឲ្យម្សៅនោះវាដោឡើងអីចឹងណាបងព្រះអង្គចង់មានបន្ទូលទៅពួកសង្ឃគឺអញ្ចឹងឃើញទេទាំងអ្នកដែលថ្វាយដង្វាយទាំងពួកសង្ឃមិនមែននិយាយមិនមែនព្រះអង្គមានបន្ទូលតែរឿងអ្នកដែលថ្វាយដង្វាយទេណានេះគឺព្រះអង្គចង់មានបន្ទូលទៅខាងពួកសង្ឃដែលអ្នកធ្វើកិច្ចការថ្វាយព្រះអង្គចាទាំងអស់ចង់ដើម្បីឲ្យសង្ឃហ្នឹងគឺក៏មានដង្វាយដែរដង្វាយដែលចិត្តស្មោះត្រង់ដង្វាយនេះគឺឲ្យបរិសុទ្ធដែលព្រះអង្គបានដាក់មកហ្នឹងអត់ឲ្យយើងធ្វើអ្វីដែលខុសណាមានន័យចឹងឲ្យយើងស្មោះត្រង់ឲ្យយើងបរិសុទ្ធអីអញ្ចឹងណាហើយយើងឲ្យមានព្រះបន្ទូលឲ្យមានអ្វីជាអាវុធឲ្យសពគ្រប់បែបយ៉ាងមានន័យថាព្រះបន្ទូលដាក់មកឲ្យធ្វើយ៉ាងម៉េចគឺត្រូវធ្វើឲ្យត្រឹមត្រូវតាមដង្វាយពួកសង្ឃនេះគឺដង្វាយថ្វាយទាំងពេលវេលាថ្វាយទាំងអីទាំងអស់ណាបងអញ្ចឹងបើគាត់មិនថ្វាយពេលវេលាមិនប្រហែលថ្ងៃនៅតាមជាមួយព្រះអង្គមែនទេហ្នឹងមិនពេលវេលាមិនថ្វាយហើយនឹងចិត្តបរិសុទ្ធអ្វីគឺនៅជាប់ជាមួយព្រះអង្គចឹងនិយាយចឹងចិត្តបរិសុទ្ធទាំងពេលវេលាទាំងកម្លាំងទាំងអីឲ្យពួកសង្ឃហ្នឹងគឺមិនមែនថាជាការដែលត្រូវលន់តួបាបទេពួកសង្ឃគេអ្នកធ្វើកិច្ចការថ្វាយព្រះហ្នឹងប៉ុន្តែព្រះអង្គចង់ឲ្យបរិសុទ្ធចាតាពួកគាត់បានញែកស្អាតហើយប៉ុន្តែញែកស្អាតហើយប៉ុន្តែក៏ព្រះអង្គចង់ឲ្យសង្ឃហ្នឹងដាក់ដង្វាយនេះដើម្បីឲ្យនៅតែស្អាតដដែលហ្នឹងហើយដង្វាយហ្នឹងគឺចង់និយាយពីឲ្យពួកគាត់ដូចថាចំណាយដង្វាយនេះក្នុងន័យនេះតាំងពេលឥឡូវយើងគិតមើលពួកសង្ឃធ្វើការមានពេលវេលាណាទៅរកស៊ីទៅធ្វើការគេដង្វាយនៃការពេលវេលាថ្វាយទៅព្រះអង្គហ្នឹងហើយជាដង្វាយហើយចិត្តបរិសុទ្ធជាមួយព្រះអង្គហ្នឹងជាដង្វាយនៅជាប់ជាមួយព្រះអង្គហ្នឹងហើយជាដង្វាយទាំងអស់ហ្នឹងឃើញទេអាហ្នឹងហើយព្រះអង្គថានេះជារបៀបថ្វាយនេះជារបៀបដង្វាយម្សៅហើយចិត្តគាត់បរិសុទ្ធណាឡើយហ្នឹងដែលព្រះអង្គមានបន្ទូលមិញណាឃើញទេពួកសង្ឃយើងគិតមើលតើពួកគាត់មានពេលវេលាណាទៅធ្វើការរកស៊ីដូចគេដូចដែលពួកខាងគេហៅថាពួកអ៊ីស្រាអែលពួកអីគឺពួកគាត់ព្រះអង្គប្រើគាត់រហូតចឹងនិយាយចឹងណាឃើញទេនេះជារបៀបដង្វាយម្សៅគឺពួកកូនអឺរ៉ុនត្រូវថ្វាយដង្វាយនោះនៅចំពោះព្រះយេស៊ូវ៉ាត្រង់លើអាសនៈប៉ែកខាងមុខខ15ត្រូវយកម្សៅយ៉ាងម៉ត់មួយក្តាប់ជាមួយនឹងប្រេងខ្លះណាម្សៅយើងដឹងហើយថាតំណាងពីព្រះបន្ទូលត្រូវការមានព្រះវិញ្ញាណបរិសុទ្ធដែលនេះគឺចង់មានបន្ទូលអញ្ចឹងណាព្រះអង្គមានបន្ទូលថាអញ្ចឹងត្រូវយកម្សៅយ៉ាងម៉ត់មួយក្តាប់បានន័យថាអ្វីត្រូវបរិសុទ្ធត្រូវការព្រះវិញ្ញាណបរិសុទ្ធត្រូវការមានអំណាចចេស្តានៃព្រះអីចឹងណាបើយើងមានតែព្រះបន្ទូលយើងអត់មានព្រះវិញ្ញាណបរិសុទ្ធក៏មិនអាចធ្វើការនឹងទៅបានក៏មិនអានកាពីក៏យើងមិនយល់ដែរចឹងនិយាយចឹងណាបងត្រូវការព្រះវិញ្ញាណបើកសម្ដែងយើងយល់ឃើញទេឡើយហ្នឹងណាត្រូវយកម្សៅយ៉ាងម៉ត់មួយក្តាប់ជាមួយនឹងប្រេងខ្លះហើយនឹងកំញានដែលនៅលើដង្វាយម្សៅនោះដុតទាំងអស់សម្រាប់ជាក្លិនឈ្ងុយនៅលើអាសនាទុកជាទីរំលឹកដល់ព្រះយេស៊ូវ៉ាឯម្សៅទាំងប៉ុន្មានដែលសល់នៅនោះអឺរ៉ុននិងពួកកូនលោកត្រូវបរិភោគដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធគឺត្រូវបរិភោគនៅទីលានផងត្រសាលជំនុំណាមានន័យថាដូចសង្ឃទាំងអស់ហ្នឹងដែលធ្វើកិច្ចការហ្នឹងថ្វាយព្រះណាគឺត្រូវតែបរិសុទ្ធទាំងអស់គឺមានន័យថាកម្លាំងនឹងកិច្ចការដែលគាត់បម្រើព្រះអង្គហ្នឹងគឺត្រូវតែគឺថាតាំងចិត្តបម្រើនៅកិច្ចការថ្វាយព្រះហ្នឹងគឺឲ្យបរិសុទ្ធទាំងអស់ណាគឺអត់ឲ្យមាននៅជាប់អំពើបាបអីនៅជាប់នឹងកំណត់ចិត្តរបស់សង្ឃទេចានៅខ15ឡើងវិញត្រូវយកម្សៅយ៉ាងម៉ត់មួយក្តាប់ជាមួយនឹងប្រេងខ្លះហើយនឹងកំញានដែលនៅលើដង្វាយម្សៅនោះដុតទាំងអស់សម្រាប់ជាក្លិនឈ្ងុយនៅលើអាសនៈទុកជាទីរំលឹកដល់ព្រះយេស៊ូវ៉ាហ្នឹងព្រះអង្គមានបន្ទូលទៅចំពោះសង្ឃមែនទេបងអ
chẳng hay bằng thời ca ơi nè xong bộ quát thời ca miền pre bản tu bảo ông thời ca quát miền pre về nhiệt bò sót thời ca ơi quát ăn than tơ rô bảo ông đấy nắng bị thà cầm nhàn đấy bị bố bảo ông miền bản tu tha ca ăn than nó bọc bộ bò sót đó cứ chỉ kêu cái ôm nó chấm bố bảo ông chẳng nó bảo chỉ lần chui nó chấm bố bảo ông chẳng nó chắc bạn ấy tha chia cầm nhàn cái nhé đai nơi lơ đồng vai mà sai nút đọt chẳng cái nhé đai nơi lơ đồng vai mà sai nút đọt chẳng sầm rạp chia lần chui cái nhéไปนั่งเดี๋ยวเธอบ้านให้บ้านในท่าเจ็ดคลันช่วยในจุดปูบ้านในสบางกอบหาเตยตรงนี้ดังนั้นนะนี่เมียในท่าจับปีคอรับปรามเมานะเมาเรื่องอาสนาเมาตะโหดตะคอตะผมเปิดตะผมใบนะปองจองเมียในในเยี่ยมปีปูซองตามใบเอาคือท่าระเบียบดังใบสำหรับซองนะตามใบเอาบอสดจมปูปะองแต่เนี่ยผมราไก่กาทวายปะองอ่ะจ้านั่นไงได้ขนมคอนั่นคือปะองจองปะเจ้าท่าปูซองนั่นคือปูซองนมโอเคปูยืนเนี่ยดังนอมcáiยืนปะองแต่กาบอสดตังอ้อฮะนั่งไงแต่กาสะอาดอมตังอ้อแต่กาเมนยัยได้ท่าดำน้ำโดยเมนแต่เมนแจ๊กแปรบันตูแต่เมนกาเจ๊ดังอมปีแปรบันตูนั่งไงแต่เมนกาเจ๊ดังแต่กาเจ๊ดังเมาโดยท่าปีปะองเอาไว้ได้ปะองแผลมาเถยยืงเอาเจ๊ดังไอโยลตรงนี้จังอ่ะไอยืงเมนแปรวิญญาณบอสดดังนอมไอยืงเมนโดยท่ากาเบาสำได้ปีแปรวิญญาณเอายืงเจ๊อธิษฐานแต่โรปะองไอจังนั่นคือไงจังมากาได้ยืงอธิษฐานบปุซังปุบรสดได้ปะองท่าคือchỉ kêuช่วยคือเชียร์để tha chỉ khăn cái ôm nơi chụp băng các bạn đây thà băng chặt soi tôm nơi chụp bùa vậy mũi á nó bận mày đấyแต่สำหรับตำน้องพาตีบางคือบางชัดซอยตอกจังมาเรียนในท่าโดยยืนเกียรติได้ละดามไปกับเชียบาโดยท่าดอนเนี่ยได้เมียนจมงือเจ้าเตียวจ้ะนะแต่ยืนเนี่ยมันราไก่กาไฟปองไงนั่งเมียนในท่าโยประเจตาปองโยมเอาตามไปกำจัดขมังตะเตรให้ท่าแต่ปองตรงบานปะเตียนในประเจตานั้นตามไปดอซองนั้นถือไก่กานั้นจังให้บานตายังเพียบากีเตยจูกาคืนเจ็บใจฉับเจียได้ตาแต่ได้ทายังโยนอมปีได้จะไปโยนไปจะไปโยนกีเตยกีโยนได้อมปีคลำซาในอัตในหรือว่าได้ทาบอมตูปองได้ตาตามระยะยืงนั่งไงจะให้บางกีชับเจียจะบางปองไม่เหมือนตู้ทำให้ในขนมกบปีตุ่มนกเหมือนกันจะปลูกมาโรยปลเข้าดับปุ่มบนเข้าไพ่บางทางได้ทาเกมมีสกไลเวตันนี้เกสไลเบลนิวเราบางยังนั่นเราเข้าไพ่บางทางตรงจัดเป็นบรรทุตรงเตยปลาเกยเชี่ยก็รุดดักเกยรุ่ยปีศาจได้บินเนี่ยก็รุดดักรุ่ยเกยรุ่ยปีศาจได้บินเนี่ยเคยไหมนั่นตามระยะตองนั่งได้ตามระยะสั้นนั่งเคยไหมเป็นบรรทุเจนตามน้ำตามระยะสั้นนะฮาวราก็เปิดแผลประตูบ้างเจนตามระยะหมดฮาวราเคยไหมบรรทุเปอร์เซ็นต์จะฮาวราคล้ายๆโดยยังบานเห็นในมดนี่จังเคยไหมคือฮาวราบักแผลบ้าฮาวราบักแปลกคล้ายๆบ้างจับอย่างเงี้ยนะกระต่ายด่าในหมดcái têเขาเคยไหมนั่นคือบ้างไม่บรรทุจะบ้านนะปองมันเอาไปปลายปลอมบานเฮ้ยแกอัดบานสมัครตรังเหมือนเปรี้ยคืออย่างนี้แต่ไปนั่งเดี๋ยวยังเป็นเปิดบานไอ้มุ้ยบานในทางเกบักบางเจ้าบางคือบางนี้ได้สไลด์โซ่ได้ไหมคืออย่างนี้ไปยังอ่านในขนมกลุ่มปีซ้ำอยู่ไอ้ไซตีมุ้ยอย่างมันนี่จะปลูกใบปีเขาดำบนเราคงไปมุ้ยเหรอไปนั่งเดี๋ยวซ้ำอยู่ไอ้ทมลังจังเต้บานในทางบางตังซ้ำอยู่ไอ้เอาจีฮาวราดอนในจะปลูกดอกปมุ้ยซ้ำอยู่ไอ้ไซตีมุ้ยจะปลูกดอกปมุ้ยปีคอหมาไงมันได้คอมาเพย์เชี่ยไงนั่งไงบานในทาปองจัดนี่ฮะจัดวิญญาณกระต่ายในสบายโซ่แล้วไงเนี่ยปีผู้สบายโซ่ก็เล่นนี่จุ่มมือปองก็เล่นกระรบเกาคลายปองก็เดินกระรบแปรบ้าก็ไอ้เซนเนาะเดี๋ยวให้ปองจัดวิญญาณกระได้แต่ก่อนเราไปกอดเจนtừนั่งเราไปฮับคนจังได้สบายฮับเดี๋ยวไปได้เนื่องเยสิเบอร์เหรอไปยืนเฉยตัวไปโจไปช่างไงเด็ดไปเนี่ยไปนั่งได้เล่นสลับก็แปรให้บานในทาแบบเก็บปึ้งแต่เลือหาวราคลายคลายเก็บปึ้งแต่เลือแปรคลายคลายปองจัดวิญญาณกระได้แต่น้องได้từ hào ra nông đầm bay ở tê khâu ấy trắng đó vẫn vậy nhé cho mà na ấy thật đông tham mau bị bẹt từng nó này là cho mà đo là kho đo bằng mũi kho đo bằng mũi ai mà sao tăng phần mán đai so nơi nút ở rón nâng bộ côn lốp trâu bò để phô đói ớt miên đồng bái nơi trăng cần lái bò để sọt cứ trâu bò để phô nơi tì liên phong trà xa chùm nùng đồng vai cái nhé thà đồng vai cứ đồng vai đây dân ban hiện cả lò mà chăng
đồng vai lụ bát sầm mẹ thoai từ bong đồng vai đốt cứ sầm rập thoai từ song mẹ đấy bóng năng hay bong ao đồng vai nước đấy than đồng vai nơi xó là năng hay than đồng vai xó là cái nhỉ ai mà sao tiếng phần mát đại so nơi nút rón đứng bộ côn lố trời bò để phốt đại ất miên đồng bái nơi trăng cần lấy bò để sọt ất miên đồng bái ấy nè cứ đồng vai nữa đôi dừng vậy chắc đồng sáng có thời tật thoai từ bong đấy sáng cứ thoai ấy còn miên tranh thơ ca miên ấy tích cứ bong ao thoai chất ao thoai ao scoreไปบรรทุกไอ้เนยจอบไอ้เรียนไปบรรทุกเอาอัดคานไอ้เก้ทวยการthoai bongเอาไอ้ก้อนจำนายไปเวลีจะมวยบองใช่ไหมอันมินไปเวลีน่าเซ่เนี่ยนะให้ทำดงไว้thoai từ bong thoai từนี่ก็ให้ทำดงไว้บอร์ดสดđóในขนมกะปิทำดงไว้มาซ้ายนะบองซ้ายได้เมนเมนไอ้จังใช่ไหมบองขนมนี้มาแม่บ้านในท่าthoaiแต่อันนี้คือซ่องก็từ thoai từ bongได้ใช่ไหมปุ๋ยพวกก็ thoai ไปเวลีก็ thoai เอาไว้อย่าไว้สมัยบองเอาให้chỉ vậtก้อนก็เมนนี่ให้มาเนี่ยตอนนั้นแต่ซองนั้นอาจจะตรบอยพูในขนมกระไรตีบอสดเมียในทาปองตรงอนุญาตตรงปฏิญเอาคือปปแต่ซองนั้นนะตามใบอ่านตะครูเอาซองนั้นคือไก่กานั้นสมัยรมดักเฮนเตียนเนาะนั่นตามใบทาต่างใบได้อาจปองปฏิญเอานั่นคืออัดเมตไอเลี้ยดิคือบอสดเลยคือเก็บแรมตูดอกบอสต้นนะนั่งไงปัจจัยบางเอาเดนซังนั่งถอยถอยกลางเอาแต่นั่งไอ้บ้านบอสได้จังยี่จังอ่ะนั่งไอ้เป็นในทางจังบอสนั่นคือจำหน่ายไปคืออ่านไปบรรทุกในจอบจมูกบางกับไอ้เมียนเปิดบาปนาไอ้จังนั่นนะอันนั้นให้ไปนาเดี๋ยวยังขนมนี้เขาทาที่บางไม่บรรทุกทากำยานนี่เปียกำยานคือเอาไว้ได้จิตคลันก็อมในจมูกบางคือการอ่านทานแต่บางเอาไปจัดการลุนตูบาปเองนะบางเมนนี่ลุนตูบาปจมูกเฟ้นี่คือได้อะไรนี่ก็เตยยังเจ๊ได้แต่เตยบริโภคได้อัดเมียนดำใบในตรองกันไหลบอสนะคือปองอนุญาตเอากรุ๊ปดำใบแต่ปองปฏิญเอาthời ấy bị bố bọn đợi chịp đắng bọn này mình tu chở này ta tha cho bọn phở cô tao bọn phở cô bọn tôi cho một cô bao xí xíu đấy đã tặng bài đã bọt sắt á đã sau nó ai tu ba nó hay là khác còn vô lại nắng này nè khác còn vô tháng thời ca bằng rau bọn sờ lăng khơi ta hưởng cà phê sờ lăng khơi ta từng vai hay cho bọn phở cô bọn bên ơi thế bọn mong bọn ăn chăng và tao nói là không chậm nói đang hay là nơi không Levi chăm phục Levi bên ấy nhá Levi bên ấy nó chăm phục phòng môi nó ngay nơi thằng kho đọc phòng môi nó lại nó đại bọn truồng bát tiền ao này cứ ao sau nó tập tu tiền ban nơi không tí bò sắt đấy bên đây tha cứ chia đồng qua đại bọn ao sau nóคือđồng vai nó ban mau bị đôi bò sọt đó bọn mình đồng vai này nó ngay của bọn bát tiền ao bọn được tha ao miền ông pư baไปนามาเล่ล้อมในของđồng vaiมันเต้คือsau nó tập tu đồng vai nóคือโดยบอสตายให้นั่นได้ปองตรงยัวปีการคัดคอมนั่งแต่กระไรจำเนื้อระบอซอนั่งเถื่อนั่งจะสมเอาเตียนโปดอดบอมอนนี่หลุดปูสาวอนสมเอาเตียนโปสามอนชุ่มสามอนปอนปลอหรือปอนสไลยังมาดังนะสมชีสไลพ้องสมเอาเตียนโปต่างนี้นะตอนสมัยในข้างน้องสกไม้เมาดอกมวยเชียงตอนสมัยสมเอาเตียนโปต่างนี้นะจ้านั่งยังเรียนประตูเหมือนคณีจะได้ให้ในบ้านแปะกระดาษเชียงไงยมอ่านในขนมกับปีเลวีวินในจมูกผมมวยแล้วยมโจมาดอกคอดอกผมปลาเลยนะบองปอนจ้าโจดอกคอดอกปลาเหมือนเตยจำเอิญมาใส่นุ๊กดาวเลี้ยนึ่งดอกใบล้อยอันบ้านเอามาใส่นุ๊กตกเชี่ยจำไหนบอกเก๋ปีดอกไว้ได้ดอกไฟอันนี่ห้าวเชี่ยดอกบริษัทบ่มพอดโดยเชี่ยดอกไว้สำหรับลูกบ้านนึ่งดอกไว้ได้ทวายดาวปลุกการหลงได้นะmình tới chấm ân mà sai nu đau lia nâng đồng bài lòi nhé bà chấm ân tới bàn tay cầm ơi lia nâng đồng bài miền này tha đồng bài thoại đại bong thoại bát tiền ao sao đó nè miền này tha bò sọt hai ấy ta cả na dương vô mà tới để đồng bài miền này tha dương nơi song tay dương nơi ấy tí đấy miền này tha dương nơi mình tục chất nơi miền đồng bài lia miền cái ta chất mình ta đóจมูกปองโดยเฉพาะคือถ้าแต่โยลปีต่างวัยปีปองนั่นคือบอสนะแต่ปองปฏิญเอายืนสมัยบอสพกในตีอะไรบอสนั่ง
bạn ấy tha đồng mà sai nó bọn ông phải tiền nó bỏ sao thấy dương vô từ chấm ấn cầm ao min ly đầm bài chẳng vậy trắng á nâng ta cái nào dương chấm ấn bên đây thay dương ắt bò sót với nhau ní không đây tha mình trâu chấm ấn mà sai nút đòi ly nâng đầm bài lòi chắc bạn ấy tha dương chấm ấn bán bà tay cầm ai ly mà sai cầm ai ly đầm bài cầm ai đi đầm bài cầm ai ly bờ ba để chẳng không đây trắng á nó bọn thế nhé chà mình trâu chấm ấn mà sai nút đòi ly bởi chỗ thôi mà đã là thơi nồng păng dương ụp thì họ thành nồng păng gì vậy giờ mình vô mà sai nước đã ăn bên đầm bài giờ tôi thôi nồng păng này đấy giờ mình giờ tôi nhắm tầng chai nữa đồng chấm ấn nước ban đây tha đây bởi chai đòi phơ đòi pre mình nhiên bò sót ở vậy với bọn ban nhai xa năng hay thay ban đây thay cho ấn này bông giờ đấy ban đây tha ở đây dương ăn để than pro chừng đây nhà ra ai kênh chăng đây bọn mình tu mấy này bị khâu mà để dương ăn mấy tha bọn ai đặt đây lơ chừng gram mà dùng đau phơ ấy nó ở đại cái này là ngất ấy nó cứ ban đây tha cái bông thay chấm ấn nữa nào không nếu còn chăng đấy ban đây tha đâu mà cái này nó là tự vô là trong cái này ta bọn tuồng hàm mình ao dương vô từ lê đường đầm bài đó nè bọn hàm nó bọn hàm cái này nó bắt ao dương được tha tầng bài đây bọn bắt tiền áo ấy cứ chia tầng bài bỏ sau đó dương 300 được tha miền ca song tay đấy ta ca dương song tay miền đây tha dương đôi tha mình toàn chế bạc lo đôi tha ông pi tầng bài nè đôi cho bọn mình ao miền ca song tay thế phụ ta ở đây đại tranh pi bọn máu cứ bỏ sau đây miền này chứ phần tắc là không ní cứ bọn ban ao còn dốc ấy còn thời dốc bị thời dốc mà sai ban đây thay mà mình bọn tự tiên ao tới cứ dương thời dốc sợ sai nó từ thoai từng vài đó không đây chẳng nó ok nhé những ai bị kho đập pra mau thời dốc mà sai dạng mọt mình cái đập có chỉ mùi nừng brain class này đấy ban đây thay thời dốc mà sai mình cái đập nó ban đây thay dương vậy bị hưởng pre bằng tu vậy bị hưởng đây tha dương thời check pre bằng tu dương thời miền pre về nhẫn bò sót dương thời miền ca bao sầm dài này pre về nhẫn bò sót dương thời ta ăn để tham taro pre ở bị chặt in trắng nó lấy đã hao nâng cầm nhàn cái nhé nó hay đã hao tha chỉ kêu cả ôm nó chụp bụp ống á nè hao ban đây tha bờ bên không có pi snhà nhà chắc bằng hai tha khăn chui cái nhé hao nâng cầm nhàn đại nơi lơ đằng vải mà sao nút đọt tiền sầm rạp chia khăn chui cái nhé đọt tiền đằng bay sầm rạp chia khăn chui bọn ai sang thơ đai mà mình ní nó lấy nó cứ ai sang thơ đai ai dương mà sai nó cứ đồng nang vì pre bằng tu dương thời che để đó á dương thời che pre bằng tu dương thời miền pre mình nhẫn bò sót pre nó cứ đồng nang vì pre mình nhẫn bò sót thì nhé hai nâng cổng nhàn ban đi thay dương thời tại miền cang an than taro bọn đòi bị nhiên đòi sợi bật ở trắng á nè nhé đại nơi lơ đồng vai mà sai nu nơi lơ đồng vai mà sai nu ca an thì than an pre bằng tu thời ca thì than thời ca pre mình nhẫn bao sầm đầy lấy nó hay tham đồng vải đột lấy nó hay tham đồng vải mà sai dạng mót đó nào không lấy nó mà sai dạng mót nước ban đây thay dương mình phải bẩn tu dương am phải bẩn tu ở che chăm nó không dớ dương thời ca ấy dương thời ca mình phải những bao sốt đậm nòm thế nhé hay dương thời ca miền ấy tiết dương thời ca ca thì tham tro bằng thế nhé để nó khi bằng trong miền bẩn tu chẳng á nó hay ca để dương sáng thoại cho bằng hay không này nó cứ xả thoại tiết thoại pe về ly chuông cá để khang sau nó thui cái cá thoai bọn nó để ta tại bọn ạ và bọn bật tiền đây làm tu nó ao hỏi xong bữa cứ mấy đây tháp bò sao à cứ chơi bị béo á hay ao dương bị tham miền ca phải chơi phải châu này không năng đấy nó bên trắng hay nó hay đại là dương chơi chỗ bên đây tháp đôi dương đê tầm bài chứ nó bên trắng hay bàn tay hay dương thơ ai ban đôi trái đại sao miền prey nó cứ đầm nắng prey mình bao sót nếu bọn ở miền tập làm tu đang prey bản tu nó cứ miền prey tiệp prey nó ban đây thằng đầm nắng prey bản ôm bàn tay dương ăn prey bản tu và sân thì phụ con ở tao ban miền prey mình bao sót bao sầm thái thế đâu ăn được phải là ông lâu cho ăn dối lên nào bọn nông đây chẳng anh ấy cứ bọn trong bên đây thao rồi nhằm pu xong tới toàn từ đò đi xong nếu mà vậy bị xong nó bằng lại nắng cứ bọn trong ngồi xong thơ phải nhỉ bữa đây mà bọn trong ai xong nó thưa với cái tam prem tu nó cứ việc sọp tại lưới prem tu đã bỏ sót rồi họ ai dương vô tới bị chênh bị châu ấy tí ta miền đây tha nó có bình chân đây nó nó ai dương bị chênh bị châu đấy thế nó là chênh bị châu tao chia việc còn tay thời các ai miền prem nhiên bên nào để miền prem nhiên ban đây thập prem nhiên này sẽ đây bật mới đằng ấy bên nào để dương miền prem nhiên này sẽ đây bật hay ban đây thập ông mà đây nom cho tôi plei khâu hay này đang kinh trắng á bọn mình tôiทำให้ทาไปอย่างนี้ในสไลด์ปัดอ่ะยังอ่านในขนมกุมปีอยู่หันจะปลูกดอกบัวคอดอกเปิ้ลแล้วนะบอกถ้าหลบใกล้แกะสกอร์อะไรปัดใต้ยังคือbọnมาcungในจมูกให้cungในขันขนมติดสันทัดในขันขนมติดให้หลบใกล้แกะสกอร์อะไรปัดใต้bọnอายังสกอร์cái nhé chẳng vậy chẳng á nó hay hơi tha miền prey hay miền ca bao sầm đài thì bọn miền bình nhiênในสไลด์ปัดเหมือนยังcái nhé hayยังca để than miền tầm nạ tầm nông mấy bọn lại nó cái chẳng vậy chẳng á bọn miền mình tu than chẳng đó là đầm bầy
ហើយយើងអានមិញឥឡូវបានយើងឥឡូវចូលមកដល់ខ16ណាឯម្សៅទាំងប៉ុន្មានដែលក្រោយវិញអានេះយើងអត់តដល់តសាចំនួនណាបងឃើញទេឯម្សៅទាំងប៉ុន្មានដែលសល់នៅនោះអរុននិងពួកកូនលោកត្រូវបរិភោគដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធគឺត្រូវបរិភោគនៅទីលានផងត្រសាជំនុំបរិភោគនៅទីលានសាជំនុំគឺតំណាងពីពួកគាត់ត្រូវពហិជាបានន័យថាជាដំណាក់នៃព្រះវិញ្ញាណបរិសុទ្ធបរិភោគដោយស្កាយដោយការអធិដ្ឋានអានព្រះបន្ទូលឃើញទេសេចក្តីពិតមានសេចក្តីពិតនៅក្នុងយើងអធិដ្ឋានដោយវិញ្ញាណដោយសេចក្តីពិតថ្វាយបង្គំព្រះអង្គដោយវិញ្ញាណដោយសេចក្តីពិតឡើយហ្នឹងហើយថាយើងកំពុងតែបរិភោគជាមួយព្រះអង្គណាបងព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរវិវរណៈចំពោះ3ខ20ថាមើលអញឈរនៅមាត់ទ្វារទាំងគោះបានអ្នកណាឮសំឡេងអញព្រមបើកទ្វារឲ្យនោះអញនឹងចូលទៅឯអ្នកនោះអញនឹងបរិភោគជាមួយអ្នកនោះហើយអ្នកនោះជាមួយនឹងអញដែរឃើញទេឡើយនេះបានន័យថាព្រះអង្គមកបរិភោគបងធ្វើជាមួយយើងជាងការបរិភោគនៅកន្លែងទីបរិសុទ្ធហ្នឹងមានន័យថាកិច្ចការសង់ធ្វើហ្នឹងគឺរួមជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គហ្នឹងអញ្ចឹងមានន័យថាចាអត់ឲ្យយើងបានន័យថាព្រះអង្គបរិភោគមកយើងអានព្រះបន្ទូលមកយើងបរិភោគខាងវិញ្ញាណបងចាំមានបន្ទូលនេះគឺបរិភោគខាងវិញ្ញាណមិនមែនយើងញ៉ាំបាយព្រះអង្គមានព្រះបន្ទូលអីគឺសង់ធ្វើតាមហ្នឹងមានន័យថាហ្នឹងរួមអញ្ចឹងបានថាយើងត្រូវយល់ខកពីនៅក្នុងគម្ពីរវិវរណៈចំពោះ3ខ20ហ្នឹងព្រះអង្គថាមើលអញឈរនៅមាត់ទ្វារទាំងគោះណាព្រះអង្គគោះទ្វារចិត្តយើងចង់ឲ្យយើងប្រែចិត្តរាល់ពេលវេលាឃើញទេបានអ្នកណាឮសំឡេងអញឮសំឡេងនេះឮព្រះបន្ទូលព្រះអង្គឮហើយឥឡូវយើងកំពុងផ្សាយឲ្យបងប្អូនឮនេះឃើញទេផ្សាយសេចក្តីពិតឲ្យបងប្អូនឮព្រះអង្គថាមិនទៀតបើអ្នកណាឮសំឡេងអញព្រមបើកទ្វារឲ្យឃើញបើសិនជាពួកគាត់ព្រមបើកទ្វារឲ្យព្រះអង្គចូលទៅព្រះបន្ទូលនឹងចូលទៅឃើញទេនោះអញនឹងទៅបរិភោគជាមួយអ្នកនោះឃើញទេបរិភោគនោះមិនមែនបរិភោគបាយអីណាអញនឹងបរិភោគជាមួយអ្នកនោះជាមួយនឹងអញដែរបរិភោគនេះគឺបរិភោគអាហារខាងវិញ្ញាណគឺបរិភោគព្រះបន្ទូលព្រះអង្គបង្រៀនយើងព្រះអង្គបើកសម្ដែងឲ្យយើងយល់ឃើញទេឥឡូវហ្នឹងគឺព្រះអង្គចង់មានបន្ទូលអញ្ចឹងណាមិនមែនបរិភោគនោះបរិភោគសាច់ឈាមមួយគ្នាធ្វើអីខាងសាច់បងអត់មានបន្ទូលនិយាយរឿងសាច់ឈាមទេឥឡូវហ្នឹងឃើញទេយើងដឹងថាព្រះអង្គគឺជាវិញ្ញាណព្រះអង្គចង់ឲ្យយើងថ្វាយបង្គំដោយវិញ្ញាណឲ្យយើងថ្វាយបង្គំចេញពីសេចក្តីពិតព្រះអង្គថាព្រះវរបិតារកអ្នកដែលថ្វាយបង្គំយ៉ាងដូចនេះឃើញទេមិនមែនថ្វាយបង្គំបើចិត្តនោះទៅណាដល់ទៅណាអីអត់ទេដូច្នេះហើយព្រះអង្គចង់មានបន្ទូលរឿងវិញ្ញាណមានរឿងសាច់ឈាមលោកឡំនៅខហ្នឹងឯណាចានឹងឥឡូវយើងចូលមកដល់ខ17មិនត្រូវចំអិនម្សៅនោះដោយលាយនឹងដំបែឡើយអញបានឲ្យម្សៅនោះទុកជាចំណែករបស់គេពីដង្វាយដែលដុតថ្វាយអញណាដង្វាយដែលដុតថ្វាយព្រះអង្គហ្នឹងហើយគឺដង្វាយដុតហ្នឹងហើយដែលឃើញឲ្យព្រះអង្គមានបន្ទូលច្បាស់ហើយហ្នឹងណាបានន័យថាពួកគេដែលគេចូលមកចំពោះព្រះអង្គឲ្យព្រះអង្គរំដោះឲ្យព្រះអង្គប្រោសឲ្យជាអីទាំងអស់ហ្នឹងណាឲ្យព្រះអង្គលុះបាបគេហ្នឹងគឺបានន័យថាគេប្រែចិត្តណាគេលន់ទូបាបដែលហ្នឹងគឺជាដង្វាយមួយហើយគឺហៅដង្វាយលុះបាបដង្វាយហ្នឹងបានន័យថាជាមួយព្រះអង្គប៉ុន្តែមានដង្វាយមួយទៀតគឺដង្វាយដុតគឺព្រះអង្គបានឲ្យសម្រាប់ពួកសង្ឃឲ្យពួកគេនឹងថ្វាយតាមរយៈសង្ឃហ្នឹងដែលគេធ្វើការថ្វាយព្រះអង្គហ្នឹងដែលគេដុតអាវិញ្ញាណកំទីប្រោសជំងឺអីហ្នឹងកុំឲ្យគិតថានេះកុំឲ្យយកខមួយនៅក្នុងគម្ពីរម៉ាថាយចំពោះនេះខគម្ពីរមួយនៅក្នុងគម្ពីរម៉ាថាយចំពោះ10ហើយនឹងគម្ពីរលូកាចំពោះ9នេះព្រះអង្គមានបន្ទូលថាទៅកុំឲ្យយកស្អីតាមខ្សែក្រវ៉ាត់អីនោះកន្លែងហ្នឹងគឺរឿងផ្សេងបានន័យថាព្រះអង្គផ្គត់ផ្គង់គេហើយកុំឲ្យយើងយករបស់យើងដើមយើងទៅពីព្រោះព្រះអង្គអ្នកផ្គត់ផ្គង់ខហ្នឹងមើលបច្ចៈឡើងវិញជួនកាលនេះព្រះអង្គទូមានទូជាមួយសងឯណាចាមួយសង្ឃហ្នឹងប៉ុន្តែក៏អាចតាក់ទងមួយនេះដែរណាបងក៏អាចតាក់ទងមួយខាងនេះដែរពីព្រោះដង្វាយពាក្យថាដង្វាយដុតមួយហ្នឹងគឺតាក់ទងជាមួយណាដែលរំដោះហើយហ្នឹងនេះព្រោះយើងក្នុងន័យដែរហ្នឹងគឺបងគិតទៅឬព្រះអង្គចង់ឲ្យសង្ឃធ្វើស្អីទៅគឺឲ្យតាមក្រឹតក្រមនៃតាមទូលរបស់ព្រះអង្គពិតត្រូវហើយប៉ុន្តែនេះពាក្យថាដង្វាយដុតមួយហ្នឹងបានន័យថាដង្វាយដុតហ្នឹងបានមកពីអ្នកដែលគេនេះព្រោះពីលើមកគឺព្រះអង្គចង់និយាយពីរឿងសង្ឃអាចមាននៅដល់ដង្វាយដែរថ្វាយព្រះអង្គដែរណាចាប៉ុន្តែអូនចង់និយាយកន្លែងនេះបានន័យថាគ្រាន់ថាយើងលើកបញ្ជាក់ក្រៅឲ្យយើងយល់ពីរឿងដង្វាយដុតហ្នឹងណាបងដង្វាយដុតហ្នឹងគឺបានមកពីដង្វាយដែលពួកគាត់ដូចថាគាត់ប្រែពីការប្រែចិត្តហ្នឹងលន់ទូបាបហ្នឹងគឺដង្វាយមួយហើយគឺដង្វាយលួសបាបឡើយហ្នឹងណាបងប៉ុន្តែមានដង្វាយមួយទៀតដែលពួកសង្ឃធ្វើសម្រាប់គាត់នេះគឺព្រះអង្គចង់ឲ្យគាត់មានដង្វាយសម្រាប់ពួកសង្ឃមិនយល់ទេឡើយហ្នឹងខហ្នឹងឃើញហើយឥឡូវយើងអានខ17មិនត្រូវចំអិនម្សៅនោះដោយលាយនឹងដំបែឡើយអញបានឲ្យម្សៅនោះទុកជាចំណែករបស់គេទុកជាចំណែករបស់គេទុកជាចំណែករបស់សង្ឃណាបងពីដង្វាយដែលដុតថ្វាយអញឃើញពីដង្វាយដែលដុតថ្វាយអញបានន័យថាយើងដុតដង្វាយដែលគេនេះមកគេហៅថាដង្វាយដុតដែលពួកគេថ្វាយមកសម្រាប់ការងារសង្ឃធ្វើសម្រាប់ពួកគេណាចឹងនិយាយចឹងណាបងគេហៅថាដង្វាយដុតអីហ្នឹងណានេះហើយជារបស់បរិសុទ្ធបំផុត
ដូចជាដង្វាយសម្រាប់លុះបាបនិងដង្វាយដែលថ្វាយដល់ដង្វាយដែលថ្វាយដោយព្រោះការរំលងដែរឃើញទេកន្លែងហ្នឹងបានន័យថាដង្វាយថ្វាយទៅព្រះបងយល់ហើយកន្លែងហ្នឹងឥឡូវយើងចូលដល់ខ18ទៀតណាអស់ទាំងប្រុសក្នុងពួកកូនចៅអឺរ៉ុនត្រូវបរិភោគដង្វាយម្សៅនោះឃើញទេកូនចៅអស់ទាំងប្រុសក្នុងពួកកូនចៅអឺរ៉ុនណាក្នុងពួកសង្ឃហ្នឹងឃើញទេកូនចៅសង្ឃហ្នឹងត្រូវបរិភោគដង្វាយម្សៅនោះឃើញទេបានន័យថាព្រះអង្គផ្គត់ផ្គង់តាមរយៈដង្វាយម្សៅហ្នឹងអញ្ចឹងទុកជាចំណែកដល់ខ្លួនទុកជាចំណែកដល់ខ្លួនពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេស៊ូវដង្វាយដែលដុតថ្វាយឃើញទេដង្វាយដុតថ្វាយគឺដង្វាយសម្រាប់សង្ឃយើងនិយាយចេះពាក្យថាដង្វាយដុតគឺដង្វាយសម្រាប់ពួកសង្ឃដង្វាយលក់បាតគឺសម្រាប់ទៅព្រះចឹងនិយាយចឹងណាប៉ុន្តែព្រះអង្គប្រទានពរឲ្យពួកសង្ឃហ្នឹងតាមរយៈដង្វាយដុតហ្នឹងឃើញទេចាពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេស៊ូវនៅអស់ទាំងដំណរតរៀងទៅដង្វាយដុតនោះថ្វាយតាមរយៈសង្ឃនោះប៉ុន្តែថ្វាយទៅព្រះអង្គប៉ុន្តែតាមរយៈសង្ឃសម្រាប់សង្ឃយកមកប្រើប្រាស់ក្នុងការងារបម្រើព្រះអង្គចឹងនិយាយចឹងណាបងប្អូនចង់មានបន្ទូលថាអញ្ចឹងហ្នឹងនៅអស់ទាំងដំណរតរៀងទៅឯអស់អ្នកណាដែលពាល់ដង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរអ្នកណាដែលពាល់ដង្វាយទាំងនោះគឺបានបរិសុទ្ធដែរដង្វាយដុតហ្នឹងណាពីព្រោះពួកគាត់ត្រូវបរិសុទ្ធដែរចឹងនិយាយចឹងណាបងមានបន្ទូលថាអញ្ចឹងមានន័យថាដោយថាខាងសងហ្នឹងដោយថាធ្វើកិច្ចការថ្វាយព្រះអង្គហ្នឹងឬថាទៅអ្នកណាផ្សេងទៀតហ្នឹងគឺអ្នកនោះទទួលជឿមានន័យថាគេក៏បានចម្រើននៅខាងត្រូវគេថាจะចម្រើនពីព្រោះគេបានលុះបាបរួចហើយបានគិតមើលហ្នឹងទៅតាមរយៈសងហ្នឹងព្រោះរយៈសងហ្នឹងក៏ធ្វើកិច្ចការថ្វាយទៅព្រះអង្គហើយក៏រំដោះគេឲ្យរួចបានឃើញហើយនាំឲ្យព្រលឹងគេបានសង្គ្រោះបានគិតមើលហើយចុះបើគេជាប់ចំណងហារៈវិស៊ីគាត់ឲ្យគាត់យកលុយយកទៅសែនឲ្យណាដូចថារូបព្រះខ្លែងខ្លាយកងមកជាដូនចតាឲ្យអារៈវាមិនផ្លាញឲ្យខុសជាមួយព្រះអង្គថែមទៀតឲ្យគេមានជំងឺរោគាអ្នកខ្លះរហូតដល់តែងាកគេងាកបែរចេញពីអស់ហ្នឹងគឺគេបានងាកមករកព្រះអង្គគេមានន័យថាគេបានជឿទៅលើព្រះអង្គហើយគេបានរួមចំណែកបរិសុទ្ធដែរអានឹងបានន័យថាគេកំពុងតែបំផ្លាញខ្លួនគេបំផ្លាញទ្រព្យសម្បត្តិគេហើយគេទ្រព្យសម្បត្តិហ្នឹងដែលព្រះអង្គចង់ឲ្យយកមកថ្វាយព្រះអង្គដើម្បីបានទទួលពរដើម្បីបានរំដោះបានគេអត់យល់អ្នកខ្លះគេអត់យល់ឡើយហ្នឹងណាពីព្រោះពេលណាដែលនៅជាប់ចំណងអារៈយកទៅសែនទៅប្រេនវានឹងកំពុងតែជាប់ចំណងថែមទៀតឡើយហ្នឹងគឺចឹងហើយអ្នកខ្លះរហូតដល់វិស៊ីជើងមួយចំហៀងវិស៊ីគ្រោះថ្នាក់ចរាចរណ៍វិស៊ីកលៀនមួយចំហៀងវិស៊ីសួតវិស៊ីជំងឺកាចសាហាវគេហៅថាជំងឺអាសន្នរោគនៅក្នុងកាពីឃើញទេហើយរហូតដល់អ្នកខ្លះទៅពេទ្យស្រុកនេះស្រុកនោះហើយនៅមើលអត់ជាចំណាយលុយរាប់ម៉ឺនរាប់សែនដុល្លារអត់បាត់ទៀតអាហ្នឹងចង់និយាយថាបើសិនជាគេអត់ស្គាល់ពីការថ្វាយទៅព្រះអង្គណាបងគេអត់ស្គាល់គេអត់យល់ណាអញ្ចឹងមកព្រះអង្គចង់បង្រៀនឲ្យយើងយល់គឺតាក់ទងមិនថាកុំឲ្យគិតថានៅក្នុងកាពីសញ្ញាចាស់នេះច្រើនមិនតាមពិតគឺព្រះអង្គរៀបរាប់នេះនៃចង្អុលបង្ហាញទៅក្នុងគ្រាព្រះគុណព្រះអង្គនេះក៏ព្រះអង្គឲ្យយើងធ្វើអញ្ចឹងដែរប៉ុន្តែមិនមែនក្នុងន័យមួយថ្វាយគោថ្វាយជៀមហ្នឹងយកអាគោមែនតែនជៀមមែនតែនទៅថ្វាយឯងគឺន័យមកគឺហៅន័យខាងវិញ្ញាណណាបងអញ្ចឹងណាលលោកមកគូប្រៀបចំទៅមកគូអីមែនទេឃើញទេដូចយើងបានរៀនកន្លងមកអញ្ចឹងសតន័យតំណាងខាងឋានវិញ្ញាណខាងដូចថាឲ្យយល់ពីបំណងផាទីព្រះហ្នឹងហើយឥឡូវយើងចូលដល់ខ20ហ៎ខ19ណាបងព្រះយេស៊ូវទ្រង់មានបន្ទូលនឹងម៉ូសេថាខ20នេះជាដង្វាយដែលអឺរ៉ុននិងពួកកូនលោកត្រូវថ្វាយដល់ព្រះយេស៊ូវក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យឃើញទេពេលណាដែលព្រះអង្គចាក់ប្រេងតាំងឲ្យដល់អឺរ៉ុនដល់កូនចៅអឺរ៉ុនណាកូនលោកអញ្ចឹងណាត្រូវថ្វាយដល់ព្រះយេស៊ូវឃើញទេពួកសង្ឃក៏ត្រូវថ្វាយដល់ព្រះអង្គដែរណាកន្លែងហ្នឹងណាត្រូវថ្វាយដល់ព្រះយេស៊ូវថ្វាយអីខ្លះក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យឃើញទេបានន័យថាពួកគាត់ត្រូវទទួលប្រេងតាំងពីព្រះអង្គដើម្បីធ្វើការបម្រើព្រះអង្គជាសង្ឃហ្នឹងគឺត្រូវថ្វាយម្សៅយ៉ាងម៉ត់មួយក្លឹងមួយខ្ញឹងណាគឺត្រូវថ្វាយម្សៅយ៉ាងម៉ត់មួយខ្ញឹងសម្រាប់ដង្វាយម្សៅដែលថ្វាយនៅជានិច្ចត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹកហើយពាក់កណ្ដាលក្នុងពេលល្ងាចឃើញទេឥឡូវហ្នឹងគឺនិយាយជាពិសេសគឺដង្វាយម្សៅនេះសម្រាប់ពួកសង្ឃនិយាយចាំមកបងពួកសង្ឃថ្វាយទៅព្រះអង្គណាសម្រាប់ដង្វាយម្សៅហ្នឹងដែលយើងនិយាយអញ្ចឹងតំណាងពីព្រះបន្ទូលយើងត្រូវតែចេះព្រះបន្ទូលយើងត្រូវតែខំរៀនព្រះបន្ទូលស្វែងយល់ពីបំណងផាតីព្រះយើងត្រូវតែមានប្រេងឃើញទេដែលយើងរៀនមិញណាមានប្រេងគឺមានព្រះវិញ្ញាណបរិសុទ្ធយើងត្រូវតែអធិដ្ឋានយើងត្រូវតែនៅជាប់ជាមួយព្រះអង្គត្រូវចំណាយពេលជាមួយព្រះអង្គថ្វាយចិត្តបរិសុទ្ធទៅព្រះអង្គឃើញទេអាហ្នឹងហៅថាដង្វាយសម្រាប់ពួកសង្ឃថ្វាយទៅព្រះអង្គ
ឃើញទេនេះជាដង្វាយដែលអរុននិងពួកកូនលោកត្រូវថ្វាយដល់ព្រះយេស៊ូវក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យទេបើន័យថាព្រះអង្គចាក់ប្រេងតាំងឲ្យពុយពងអរុននេះចាគឺត្រូវថ្វាយម្សៅយ៉ាងម៉ត់មួយខ្ញឹងសម្រាប់ខ្ញឹងនឹងយើងដឹងហើយថាຂ្នាតនៅខាងឋានវិញ្ញាណហ្នឹងនៅកន្លែងសង់អីចឹងណាហ្នឹងហើយសម្រាប់ដង្វាយម្សៅដែលថ្វាយនៅជានិច្ចត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹកហើយពាក់កណ្ដាលក្នុងពេលល្ងាចចាឃើញទេបានន័យថាព្រះអង្គប្រើពួកគេទាំងព្រឹកទាំងល្ងាចក្នុងđâyចឹងត្រូវថ្វាយទៅព្រះអង្គគ្រប់ពេលព្រឹកផងពេលល្ងាចផងបានន័យថាពួកគេត្រូវធ្វើការថ្វាយព្រះអង្គទាំងព្រឹកទាំងល្ងាចណាបងឡើយហ្នឹងគឺមានន័យចឹងណានេះមានន័យថាព្រះអង្គទូមានទូទៅសងចាហ្នឹងហើយគេថាថ្វាយពួកគេធ្វើការថ្វាយព្រះអង្គទាំងព្រឹកទាំងល្ងាចពាក់កណ្ដាលត្រូវថ្វាយទៅព្រឹកពាក់កណ្ដាលថ្វាយទៅល្ងាចនៅក្នុងព្រះបន្ទូហ្នឹងគឺព្រះអង្គទូមានព្រះបន្ទូទៅសងហ្នឹងចាប់តាំងពីខ13ឡើងមក13 14មកចាបើគិតមើលពាក្យថាពាក់កណ្ដាលព្រឹកបានន័យថាបើយើងនិយាយនេះដូចថាគេហៅថាមួយយប់មួយថ្ងៃបាត់ទៅហើយបងនៅចំពោះព្រះអង្គរាប់ថាពី10ម៉ោងគឺក្នុងមួយថ្ងៃគឺព្រឹកយើងមើលក្នុងកាពីលោកកបាត់មើលលោកកបាត់ពីចំពោះ1មកដែលខ1ខ2ខ3រហូតដល់ខ5ខ6អីចឹងដែលព្រះអង្គខប្រហែលមកដែលព្រះអង្គមានបន្ទូលថាថ្ងៃទី1ថ្ងៃទី2មានល្ងាចមានព្រឹកមានល្ងាចមានព្រឹកបានន័យថាហ្នឹងគឺជាថ្ងៃទី1ជាថ្ងៃទី2អាហ្នឹងបានន័យថាមួយថ្ងៃថ្វាយទៅពេលព្រឹកផងពេលល្ងាចផងឃើញមួយថ្ងៃថ្វាយទៅព្រះអង្គអស់ហើយមានពេលណាទៅធ្វើការទៅរកស៊ីណាទៀតគិតមើលអាហ្នឹងដែលព្រះអង្គចង់មានបន្ទូលថាហ្នឹងដែលដង្វាយដែលសង់ថ្វាយទៅនេះថ្វាយទៅព្រះហ្នឹងណាខ21ណាត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុំកាលណាឆ្អិនហើយនោះត្រូវយកមកបំបែកជាដុំថ្វាយជាដង្វាយម្សៅនេះទុកជាក្លិនឈ្ងុយដល់ព្រះយេស៊ូវជាដុំហើយក្នុងន័យមកថាទៅការអធិដ្ឋានទៅការនៅជាប់ជាមួយព្រះអង្គណាបងត្រូវធ្វើដង្វាយនោះលាយនឹងប្រេងណាដង្វាយហ្នឹងបានន័យថាយើងដង្វាយហ្នឹងយើងថ្វាយទៅព្រះអង្គទាំងព្រឹកទាំងល្ងាចពេលវេលាជាមួយព្រះអង្គឃើញទេដែលយើងខ20មិញថាត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹកក្នុងពេលព្រឹកពាក់កណ្ដាលក្នុងពេលល្ងាចពាក់កណ្ដាលហើយត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុំឃើញទេបានន័យថាត្រូវការមានការជាមួយនឹងព្រះអង្គធ្វើការជាមួយព្រះវិញ្ញាណបរិសុទ្ធតែហ្នឹងណាធ្វើការជាមួយព្រះវិញ្ញាណបរិសុទ្ធតែត្រូវមានចាត្រូវការអធិដ្ឋានដោយព្រះវិញ្ញាណត្រូវការនៅជាប់ជាមួយព្រះអង្គអីចឹងណាឃើញទេទាំងព្រឹកទាំងល្ងាចបានន័យថាគេមានពេលណាព្រះអង្គថាមួយថ្ងៃមានព្រឹកមានល្ងាចហើយយើងគិតមើល20បើយើងចំពោះយើងថា24ម៉ោងនៅចំពោះព្រះអង្គថា12ម៉ោងឯងណាដែលយើងអាននៅលោកកបាត់ចឹងចំពោះ1ម៉ោងពីខប្រហែលមកឃើញទេព្រះអង្គបង្កើតថ្ងៃនេះមានព្រឹកមានល្ងាចមានព្រឹកមានល្ងាចបានន័យថាមួយថ្ងៃបាត់ហើយដូច្នេះពួកសង្ឃគេចំណាយពេលទៅព្រះអង្គទាំងព្រឹកទាំងល្ងាចមានពេលណាទៅនេះទៀតដោយពួកខាងគេហៅពួកអ៊ីម្បូអ៊ីស្រាអែលឃើញទេចាឥឡូវយើងចូលដល់ខ21ណាត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ពកាលណាឆ្អិនហើយនោះត្រូវយកមកបំបែកជាដុំថ្វាយជាដង្វាយម្សៅណាទុកជាក្លិនឈ្ងុយដល់ព្រះយេស៊ូវឃើញទេអានព្រះបន្ទូលយើងត្រូវស្វែងយល់យើងត្រូវអធិដ្ឋានអ្វីគឺនៅជាប់មួយព្រះអង្គបានន័យថាជាក្លិនឈ្ងុយនៅចំពោះព្រះអង្គក្នុងន័យហ្នឹងណាបងនៅជាប់ជាមួយព្រះអង្គពួកសង្ឃមិនមែននេះណាក្លិនឈ្ងុយមានន័យថាព្រះអង្គសពហត្ថីហ្នឹងហើយនៅក្នុងកាពីសញ្ញាចាស់ព្រះអង្គហៅថាក្លិនឈ្ងុយនៅក្នុងកាពីសញ្ញាថ្មីព្រះអង្គហៅថាជាគ្រឿងក្រអូបនៅចំពោះព្រះការអធិដ្ឋានរបស់ពួកបរិសុទ្ធគឺជាគ្រឿងក្រអូបនៅចំពោះព្រះអង្គអញ្ចឹងណាចាកាពីវរណៈព្រះអង្គមានបន្ទូលហើយអញ្ចឹងមកន័យថាយើងត្រូវដឹងថាពួកសង្ឃគេធ្វើការថ្វាយព្រះអង្គទាំងព្រឹកទាំងល្ងាចឃើញទេ12ម៉ោងយើងដឹងថាព្រះអង្គមានបន្ទូលថា12ម៉ោងក្នុងមួយថ្ងៃឃើញទេដូចព្រះអង្គមានបន្ទូលពីរឿងបង្កើតថ្ងៃអញ្ចឹងថ្ងៃនេះថ្ងៃទី1មានព្រឹកមានល្ងាចថ្ងៃទី2មានព្រឹកមានល្ងាចអីនោះមានល្ងាចមានព្រឹកជាថ្ងៃទី1មានល្ងាចមានព្រឹកជាថ្ងៃទី2ដូចពួកសង្ឃក៏ធ្វើការរាល់ថ្ងៃថ្វាយព្រះអង្គឲ្យគាត់មើលតើគាត់មានពេលវេលាណាទៅដូចកូនចៅអ៊ីស្រាអែលមានពេលវេលាទៅធ្វើការទៅរកស៊ីទៅអីហើយបើពួកគាត់មិនចេះថ្វាយទៅព្រះអង្គបានន័យថាគាត់អត់បានស្ដាប់ប្រកបមែនទេបងឥឡូវហ្នឹងគាត់អត់បានស្ដាប់ប្រកបព្រះឃើញទេហើយបើថាមិនស្ដាប់ប្រកបព្រះបានន័យថាជឿព្រះអង្គមិនកើតមិនថាជឿព្រោះព្រះអង្គឲ្យធ្វើបំរុំធ្វើមែនទេព្រះអង្គថាបើសេចក្តីជំនឿខ្វះការប្រព្រឹត្តគឺជាស្វេស្លាប់តែយើងត្រូវយល់អំពីដង្វាយហ្នឹងពីដង្វាយមួយដង្វាយពីសង់ដង្វាយមួយដង្វាយគឺថាឆ្លងកាត់សង់តាមរយៈសង់អីចឹងទៅប្រាំអញ្ចឹងណាចាយើងមិនឆ្លងមានផ្លោះទៅប្រាំហ្មងទេ
ដោយថាដង្វាយមួយគឺថាការប្រែចិត្តការលុនទូបានហ្នឹងអាហ្នឹងបានន័យថាដង្វាយលុបបាបហើយបានន័យថាព្រះអង្គលុបបាបពួកគាត់ណាប៉ុន្តែមានដង្វាយមួយទៀតព្រះអង្គឲ្យធ្វើគឺដង្វាយដុតហ្នឹងគឺសម្រាប់តាមរយៈពួកសង្ឃហ្នឹងហើយពួកសង្ឃក៏ត្រូវថ្វាយទៅព្រះអង្គដែរពួកសង្ឃត្រូវថ្វាយដង្វាយម្សៅឃើញទេដង្វាយម្សៅអត់មានជាតិដំបែដែលយើងរៀនមិញឃើញទេថាក្នុងកន្លែងពីខ13មកហ្នឹងគឺសំដៅទៅលើសង្ឃណាហើយតែជាមួយព្រះហ្នឹងណាចាហ្នឹងហើយឥឡូវយើងចូលមកដល់ខនេះទេណាឃើញហើយកុំឲ្យថាពួកសង្ឃអត់ថ្វាយណាពួកសង្ឃថ្វាយធ្វើការទាំងថ្វាយព្រះអង្គទាំងព្រឹកទាំងល្ងាចនៅក្នុងខនេះចាឃើញទេគឺត្រូវថ្វាយម្សៅយ៉ាងម៉ត់មួយខ្ញឹងសម្រាប់ដង្វាយម្សៅដែលថ្វាយនៅជានិច្ចត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹកឃើញពាក់កណ្ដាលក្នុងពេលព្រឹកហើយពាក់កណ្ដាលក្នុងពេលល្ងាចបាត់អស់ហើយហ្នឹងមួយថ្ងៃពេញហ្នឹងគឺមានពេលណាទៅធ្វើការរកស៊ីអីទៀតអត់មានទេឃើញទេអាហ្នឹងឲ្យថ្វាយទៅព្រះអង្គឃើញទេសង្ឃចាត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ពកាលណាឆ្អិនហើយនោះត្រូវយកមកបំបែកជាដុំថ្វាយជាដង្វាយម្សៅទុកជាក្លិនឈ្ងុយដល់ព្រះយេស៊ូវឃើញទេបានន័យថាពេលការដែលគាត់មានតំណែងតំណងមួយព្រះអង្គការអធិដ្ឋានការដែលធ្វើឲ្យអស់ពីចិត្តហ្នឹងនៅចំពោះព្រះអង្គបានន័យថាជាក្លិនឈ្ងុយព្រះអង្គសពហត្ថីឃើញទេចាបានព្រះអង្គត្រូវឲ្យមានពោនឹងមកដែរពីព្រោះពួកគាត់ខំធ្វើការបម្រើព្រះចឹងនិយាយចេះខ22ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអឺរ៉ុនហើយចាក់ប្រេងតាំងឡើងជំនួសលោកគឺសង្ឃនោះឯងដែលត្រូវថ្វាយដង្វាយនោះនេះជាច្បាប់សម្រាប់អស់កាលជានិច្ចនៅចំពោះព្រះយេស៊ូវឯដង្វាយនោះត្រូវដុតទៅទាំងអស់វិញឃើញហើយបងឯងកុំឲ្យគាត់ថាពេលណាដែលចាក់ប្រេងតាំងឲ្យពូជម្បោលេវីពូជម្បោអឺរ៉ុនហ្នឹងកូនចៅគាត់ហ្នឹងត្រូវថ្វាយដង្វាយនេះឃើញពេលណាដែលចាក់ប្រេងតាំងហើយឃើញព្រះអង្គថាម៉េចនៅខ12ខ22ថាម៉េចឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអឺរ៉ុនឃើញទេរើសចេញពីពួកសង្ឃរើសចេញពីអ្នកជឿរើសចេញអញ្ចឹងបានថាការចាក់ប្រេងតាំងព្រះអង្គរើសណាមិនមែនចេះតែយកទេណាបងព្រះអង្គមើលតតែចេញពីពូជអឺរ៉ុនហ្នឹងឃើញទេចេញពីពូជអឺរ៉ុនបានពួកអ្នកស្មោះត្រង់ជាមួយព្រះអង្គពួកអ្នកធ្វើការបម្រើព្រះអង្គជាអ្នកជឿព្រះអង្គជាអ្នកបម្រើអញ្ចឹងណាឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអឺរ៉ុនណាពួកដែលលេវីពួកកូនចៅអឺរ៉ុនដែលគេធ្វើការថ្វាយព្រះណាហើយចាក់ប្រេងតាំងឡើងជំនួសលោកណាចាក់ដូចថាឥឡូវអឺរ៉ុនគាត់ចាស់ហើយអញ្ចឹងទៅគាត់មានកូនចៅគាត់បន្តទៀតហើយចាក់ប្រេងតាំងឲ្យកូនចៅគាត់ណាហើយព្រះអង្គមានបន្ទូលថាម៉េចគឺសង្ឃនោះឯងដែលត្រូវថ្វាយដង្វាយនោះបានន័យថាសង្ឃហ្នឹងគាត់ថ្វាយដង្វាយពីការដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យគាត់ហ្នឹងឃើញទេកុំឲ្យគាត់ថាឡើងជាសង្ឃអត់មានថ្វាយឲ្យព្រះអង្គអត់ទេណាត្រូវថ្វាយតែហ្នឹងចាក់ប្រេងតាំងឲ្យត្រូវថ្វាយឃើញទេដែលត្រូវថ្វាយដង្វាយនោះនេះជាច្បាប់សម្រាប់អស់កាលជានិច្ចព្រះអង្គថាច្បាប់នោះអស់កាលជានិច្ចទៀតមិនមែនច្បាប់ដូចថាដាក់សម្រាប់តាមម៉ានីមួយផ្លែតអត់ទេណាអស់កាលជានិច្ចបានន័យថាបន្តរហូតណាអស់កាលជានិច្ចតតែថ្ងៃជំនុំជម្រះឃើញទេតតែថ្ងៃជំនុំជម្រះដែលត្រូវថ្វាយដង្វាយនោះនេះជាច្បាប់សម្រាប់អស់កាលជានិច្ចនៅចំពោះព្រះយេស៊ូវឯដង្វាយនោះត្រូវដុតទៅទាំងអស់វិញដុតទៅទាំងអស់វិញដង្វាយហ្នឹងណាដុតទៅទាំងអស់វិញឃើញទេដុតទៅទាំងអស់វិញហ្នឹងបានន័យថាម៉េចបងដង្វាយដែលយើងថ្វាយទៅព្រះអង្គហ្នឹងហើយដល់ឲ្យដង្វាយហ្នឹងដុតទៅដើម្បីបានអីដើម្បីបានដង្វាយដុតហ្នឹងមកវិញយើងដុតទៅនៅក្នុងន័យថាដង្វាយហ្នឹងយើងធ្វើការបម្រើព្រះយើងទៅបម្រើព្រះបងមែនទេបម្រើព្រះគេឈឺគេប្រោះជំងឺដេញអារ៉ាស់ដេញអីហ្នឹងគឺឲ្យអ្នកនោះគេថ្វាយដង្វាយដុតមកសង់ហ្នឹងដើម្បីសង់ហ្នឹងយកទៅធ្វើការក្នុងដង្វាយដុតហ្នឹងវិញយល់ទេបងឡើយហ្នឹងណាដង្វាយដុតហ្នឹងបានពីអ្នកដែលគេប្រោះជំងឺគេដេញអារ៉ាស់ឬក៏គេឈឺអីចឹងគេមកពឹងពាក់ព្រះអង្គអីចឹងក្នុងន័យចឹងឲ្យព្រះអង្គឲ្យយកដង្វាយហ្នឹងដើម្បីការពេលវេលាដែលយើងចំណាយមួយគេនេះយើងកំពុងតែដង្វាយយើងថ្វាយក្នុងការដង្វាយដុតទៅពួកនេះវិញណាទៅពួកអ្នកដែលឈឺពួកអ្នកដែលគេមានបញ្ហាយើងចំណាយពេលវេលាចំណាយអីបែរគិតមើលខហ្នឹងគឺព្រះអង្គចង់មានបន្ទូលចឹងណាបើយល់ចឹងអត់អរេមកនឹងបងយល់ផ្សេងទៀតគាត់ថាឥឡូវបងយល់ថាម៉េចគេថាឯសង្ឃណាដែលរើសពីក្នុងពួកកូនអារ៉ុនណាចាហើយចាក់ប្រេងតាំងឡើងជំនួសលោកគឺសង្ឃនោះឯងដែលត្រូវថ្វាយដង្វាយនោះនេះជាច្បាប់សម្រាប់អស់កាលជានិច្ចនៅចំពោះព្រះយេស៊ូវជាដង្វាយនោះត្រូវដុតទៅមិនជាឯដង្វាយនោះត្រូវដុតទៅទាំងអស់វិញមានន័យថា
được tha là xong na đại rư một vì bùi buông hàng ở đó nó đại bọn tục chất tha chia chỉ đẹp bằng rau bứt bạc cọt á chấm pu làm tu vào bọn á từ bọn mình đây tha bọn sọp hạt tây từ lư pu xong ở tận núi đã thưa bàn trầm trời á từ bàn trầm trời mình đây tha thư từ group làm tu đại bọn bát tiền ở pu cái thưa cứ cái bàn thưa từng ngày từng dục để ở miền khan pi ná là miền đây tha cái là chia cách ca đây có thưa trangประมาณ vài bọn nó cứ trầm trời hai để tha để rùa mà tên gì ta chia đồng bài đại nắng hay đại dương cái phai từ bọn nè phai từ bọn nè cha cứ dương từ phai từ bọn nó mình đây tha cái khát khom thưa ọt mình ấy cho đấy cứ tha prem tu tranh mau mấy cứ thưa từ tam năng đối với này bọn chặt tục pu kia đang cứ tha chia đồng bài đồ bò sắt đại từ nơi ở cao trên này cha nó còn chắc nó hay ban đây tha cọt phai từ bọn ở cao trên này từ to pui to pung ở rón máu nó bóng to côn to chai cọt máu á phần tái bộ cốt có thể thoai từ bọn thoai ấy đôi chụp ở đấy là tha thoai nó cứ pay về liệp bị bật đo là nghiệt được không có pi để dương an mà nhất khi ta thoai bộ xong nó thở thoai từ đọt ấy ní để dương an mà nhất này kho mà ní nếu khi nhất kho một thấy á nó bóng ní chia đồng vai đại ở rón nâng bộ côn lốp từ thoai đo về Yeshua cái nhé không thay để chạm bền tăng ao ban đây thà bọn chạm bền tăng ao cứ thử bộ có thử miết đồng vai đó này thời thơ ca thoai bọn với nhưng đây chứ mình là pu cái thưa đã ao được admin ấy cho đấy pu lại năng hay cha lại nói đại dương chẳng vậy tha chạm bền tăng hay bọn ở dương tranh thơ ca mà mình ở dương nơi cọp tục ấy đã bay nên chẳng các bạn khơi nhá nó hay cứ cho đồng vai thoai từ bọn vinh cha cứ trời thoai mà sao dằn mắt mới nhân sầm rắc đồng vai mà sao bộ sáng cứ thời thoai đồng vai mà sao từ bọn đồng vai mà sao nó cứ đồng nang pi cái đây smart trăng sao chả rách chấm nái pe về lia an pre bằng tu thời ca nhẹ a chỉ bò sót cha nhẹ a chỉ bò sót thời ca a thì than bị chất đôi sực đây bất đôi vì nhiên pe về lia cái nơi chụp mới bọn chú học cho gì đó cái kia đồng vai đây là thoai từ bọn vinh cha nó hay là hai than đôi phiệp bởi dân vậy vì không có pi Johan chỉ buộc đọc pram cứ bọn mình tu than đôi chỉ cô hình khai nhé để chọn mấy bọn á cô tập mà chu hình khai chứ thời chọn cái này bà chân để đặt cái này ở ba này thấy nhá nó hay là thoai từ bọn vinh vì phố pe về lia cái bên pe về lia ná từ thơ xây khởi vì nơi cái ca bọn mình ấy này nó cái chân bên mình tu chăng á nó cái kia đồng vai để bộ xong thoai từ bọn chân gì chăng á cha nó pu kia được ban chỉ vật ở cao này cha hay là dân chân dân an nó không pay pi à cái nhé ai xong ná đại rớt bị bộ côn trai ở rón ban đây ta hở xong á hở chơi bị bộ côn trai ở rón nó mà mình chơi tờ rớt hay nào bóng ban đây ta chạm lên tăng tới tam nè nó cái chưa chấm nữa bởi cái bôi nó ở bàn ta côn trai nó gọt chưa còn ăn chạm phải tăng bán này và to là pu nó tha tầm no to mà sao ta nè chưa nè đã có rụp cao thoại tre vậy chăng cha vì phố bọn thằng mấy thằng này na đây sẽ lái anh phải tiền anh mi sực đây sau đó chụp kia họ pon tầm nó bông này cha đây là không có pi này khác mà năng chụp phùng phay yếu anh mới tới kho bị kho vậy tới anh bị kho mũi đó kho pram từ bọn mình tu lại tha bọn thằng bờ sân điện na sao anh đặt ca tôi chỉ đặt đo câu trai cái bậy buôn tầm nó thấy nhé năng chụp phô này cứ pui sáng này cứ bọn mình tu chụp pui ở rón này cứ ban đây tha bộ cái chỉ bộ sao chả đất bộ cái chỉ này đây sẽ lái bọn thấy nhé đã hai giờ bọn mình phải tới sau đó chụp bộ cái họ pon tầm nó ban đây tha bọn tha bọn chắc bọn mình tu tha nơi cao chỉnh đấy chứ thấy nhé thì miền đây thà pui buông cái thân này đây thà pui cái cà phai bọn này pui buông này na cái đó mà mình nó không khổ xa đó người na xây cái đó ao tại cái đây tha sẽ lái bọn cái smart trăng mười bọn ban đây tha cái nó hay chụp pui buông ở rón này chẳng gì chăng á cha vì phố bọn sẽ lái cái đây sao cái bên chụp nửa tầm mũi chẳng gì chăng á ở đây ông má ta không khổ xa nữa. Tha phong từ tu qua pui buông aron nâng. Cha, bởi sao ông má ta khổ xa nó còn ở bọc mà đai chỉ đâu người ta còn chưa pre, bắt mà câu nó chưa pre, cứ hưởng xây. Bởi sao cái câu chưa pre đấy ban đây tha ông phải tiên poi họ pon tầm nó mà xịt lấy sao bảo ông đâu họ pon tầm nó hay nhé. Nếu không có pi scale chỉ buộc đầm bấy ông mình tu này. Kẹt tôn hưởng. Vậy ta pui nó cứ chỉ nè đại chưa tới đưa ông tầm muối á. Vậy ta pui pong nó mà mấy ban đây ta không khổ xa nó chưa bọn tưởng ai biên nè nó không khổ xa chưa tưởng có ai biên nè đã chưa bằng tay mình đây nè đầy chưa nè đầy cái bằng ráo pre chưa hưởng xây thế năng này mà mình vậy cho pui pong ở rón chắc ban đây ta không khổ xa nó sợ chưa pre tưởng cho pui pong xây ở bên này mấy nông đây chăng này bên thế à nó cứ tha nè đầy chưa pre tưởng mũi nó ông mà thắt đọc nha năng đưa tha không
ម្នាក់ឬពីរនាក់អត់ជឿគឺអីខុសអាហ្នឹងក៏មិនរកតែជាពុយពងដែរមែនទេពុយពងនេះគឺសំដៅថាអ្នកជឿអ្នកធ្វើការបម្រើព្រះហ្នឹងហើយទោះបីពុយដូចថាចង់និយាយគ្រួសារណាផ្សេងក៏ដោយកូនព្រះអង្គណាផ្សេងក៏ដោយឲ្យតែគាត់ធ្វើការនឹងព្រះអង្គដូចគ្នាអញ្ចឹងបានន័យថាជាពុយអរ៉ុនហើយកូនចៅអរ៉ុនហើយដែលយើងមានកូនបន្តទៀតកូនសិស្សកូនព្រះអង្គចង់សំដៅទៅលើអញ្ចឹងទៅលើសេចក្តីជំនឿគេថាកូនចៅនេះគឺតំណាងអីដូចតំណាងកូនសិស្សព្រះអង្គឲ្យយើងបង្កើតសិស្សឲ្យសិស្សនោះមានកូនកូនយើងមិនមានចៅទួតចៅលួតចៅលានេះគឺរាប់ពាន់តំណអញ្ចឹងហ៎គឺព្រះអង្គចង់មានបន្ទូអញ្ចឹងណាចាពូពួងគឺមានន័យថាព្រះវិញ្ញាណគឺសំដៅថាលើសេចក្តីជំនឿនៃពូពួងណាចាគឺថាក្នុងអ្នកទាំងអស់ហ្នឹងគឺអ្នកសុទ្ធតែជឿប៉ុន្តែអ្នកដែលមិនជឿទៅជារឿងផ្សេងទៀតតែព្រះអង្គមិនមែនព្រះអង្គនិយាយពូជពងហ្នឹងនៅក្នុងគ្រួសារតែមួយមិនមែនសំដៅតែលើតែអារម្មណ៍មួយទេពូជពងណាទៀតក៏ដោយចង់និយាយថាឲ្យតែគេថាគ្រួសារណាផ្សេងក៏ដោយគ្រួសារយើងនិយាយខាងសាច់ឈាមចាយើងមិននិយាយថានេះណាប៉ុន្តែឲ្យតែគេមានជំនឿចុះបើគ្រួសារហ្នឹងខាងសាច់ឈាមប៉ុន្តែឪពុកម្ដាយគាត់ជាអ្នកជឿជាអ្នកកោតខ្លាចប៉ុន្តែកូនមកមិនកោតខ្លាចព្រះអង្គអាហ្នឹងរឿងផ្សេងអានោះដូចនៅក្នុងកាពីអេសេគៀលចំពុក18ចឹងព្រះអង្គយុទ្ធធម៌ចឹងនិយាយចឹងណាចាឥឡូវយើងចូលដល់ខនេះឥឡូវយើងយល់ខនោះមែនទេបងឥឡូវយើងចូលមកដល់ឃើញឥឡូវអានខនោះបញ្ជាក់ឡើងវិញណាខ22ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអរ៉ុនរើសពីក្នុងពួកកូនចៅអរ៉ុនរើសហ្នឹងដូចយើងនិយាយចឹងបង្កើតសិស្សតរើសធ្វើកូនចៅខាងវិញ្ញាណចឹងនិយាយចឹងណាចាកូនសិស្សនឹងមានកូនតទៀតទៅយើងមិនត្រូវគេមិនត្រូវជាចៅយើងហ៎ចៅនឹងមានកូនតទៀតយើងគេមិនត្រូវចៅទួតយើងអាហ្នឹងហៅថារាប់ពាន់តំណណាបងមែនទេរាប់ពាន់តំណតទៅអស់ការចនិចឃើញទេហើយចាក់ប្រេងតាំងឡើងជំនួសលោកគឺសង្ឃនោះឯងហ្នឹងយើងចាក់ប្រេងតាំងឲ្យគេឃើញទេគឺសង្ឃនោះឯងដែលត្រូវថ្វាយដង្វាយឃើញហើយបានន័យថាពួកគាត់ដែលគេចាក់ប្រេងតាំងឲ្យត្រូវថ្វាយដង្វាយឃើញទេនេះជាច្បាប់សម្រាប់អស់ការចនិចបងដាក់បញ្ញត្តិមកហើយណាជាច្បាប់អស់ការចនិចបានន័យថាគេត្រូវធ្វើអញ្ចឹងដែរឃើញទេនៅចំពោះព្រះយេស៊ូវឯដង្វាយនោះត្រូវដុតនៅទាំងត្រូវដុតទៅទាំងអស់វិញត្រូវដុតទៅទាំងអស់វិញដង្វាយនោះត្រូវដុតទៅទាំងអស់វិញឃើញទេដង្វាយដុតគេថ្វាយមកយើងយកដង្វាយនោះដុតទៅទាំងអស់វិញបានន័យថាម៉េចគេថ្វាយដង្វាយមកសម្រាប់សង្ឃហ្នឹងយកដង្វាយហ្នឹងដើម្បីយកទៅធ្វើការបម្រើព្រះអង្គដើម្បីយកទៅធ្វើការហ្នឹងបន្តទៀតដុតតទៅទៀតដុតបានន័យថាដង្វាយដុតណាគឺបានន័យថាយើងឥឡូវអូម៉ាថាប្រោសជំងឺដេញអារ៉ាក់ហ្នឹងមិនដុតទេមែនទេបងដែលយើងរៀនមិញណាគឺតាក់ទងនឹងដង្វាយដុតហ្នឹងណាប្រោសជំងឺដេញអារ៉ាក់ប្រើធ្វើការអីសម្រាប់ការងារព្រះអង្គអញ្ចឹងនិយាយអញ្ចឹងណាដែលពួកសង្ឃធ្វើណាតែកិច្ចការដែលគាត់ធ្វើទាំងប្រមាណហ្នឹងបានថ្វាយទៅព្រះវិញហ្នឹងមានន័យថាដង្វាយរបស់គាត់ដង្វាយដុតហ្នឹងឃើញទេបងដែលព្រះអង្គបញ្ជាក់ថានេះជាច្បាប់សម្រាប់អស់ការជានិច្ចនៅចំពោះព្រះយេស៊ូវឯដង្វាយនោះត្រូវដុតទៅទាំងអស់វិញដុតទៅទាំងអស់វិញបានន័យថាមិនថាដង្វាយនោះគាត់យកមកគាត់យកដើម្បីធ្វើការថ្វាយព្រះអង្គតទៅទៀតមិនមែនយកមកដើម្បីឈប់ធ្វើការទេពីព្រោះព្រះអង្គថាអស់ការជានិច្ចបានន័យថាអូម៉ាថាសង្ឃនឹងដូចថាអរ៉ុនគាត់ស្លាប់ទៅពូជម្បោដែលជំនឿដោយអរ៉ុននឹងធ្វើការបម្រើព្រះអង្គនឹងត្រូវធ្វើការនៅបន្តទៀតអស់ការជានិច្ចចានិយាយចឹងណាចាឥឡូវយើងយល់ហើយអស់ណានៅចូលមកដល់ខនេះទៀតខ23គ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយនោះត្រូវតែដុតទាំងអស់មិនត្រូវឲ្យបរិភោគឡើយមុនបានន័យថាយកទៅដុតឡើងវិញមិនត្រូវបរិភោគបានន័យថាមិនមែនបានន័យថាព្រះអង្គបង្អត់អរ៉ុនបង្អត់ពូជអរ៉ុននឹងមិនឲ្យបរិភោគអាហារខាងសាច់ឈាមទេពាក្យថាមិនត្រូវបរិភោគឲ្យយកទៅដុតវិញបានន័យថាយកទៅធ្វើការបម្រើព្រះតទៅទៀតកុំឲ្យយកមកឈប់ទំនឹងអត់ធ្វើការបម្រើព្រះហ្នឹងន័យអញ្ចឹងណាចាយើងត្រូវយល់ប្រាប់បន្ទូព្រះអង្គត្រូវឲ្យអ្វីដែលពួកគេធ្វើប្រមាណហ្នឹងថ្វាយទៅព្រះអង្គគឺទៅថ្វាយទាំងអស់អត់ឲ្យមានលក្ខទុកអីទៅថាចាបងឃើញព្រះអង្គថ្វាយបានន័យថាព្រះអង្គឲ្យយើងមានដង្វាយប៉ុន្តែយកដង្វាយមកដើម្បីផ្គត់ផ្គង់ការរស់នៅហ្នឹងដើម្បីយកទៅធ្វើការបម្រើព្រះអង្គតទៅទៀតមិនមែនយកដង្វាយមកដើម្បីថាកាពះបរិភោគឲ្យឆ្អែតហើយឈប់ត្រឹមហ្នឹងអត់ធ្វើការបម្រើព្រះអង្គទៀតទេមែនទេឃើញទេឃើញខឹងខហ្នឹងណាបានន័យថាទោះបីជាគាត់អាយុចាស់ដល់ស្លាប់ក៏ដោយប៉ុន្តែពូជចង់និយាយថាដល់ពូជពងអរ៉ុនហ្នឹងអ្នកដែលគេធ្វើការនឹងបន្តទៀតណានៅតែផ្សព្វផ្សាយរហូតចាគឺអញ្ចឹងណាគ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយឃើញពួកសង្ឃត្រូវថ្វាយដង្វាយម្សៅហ្នឹងហើយដង្វាយម្សៅហ្នឹងគឺតំណាងពីសេចក្តីសប្បុរសសុចរិតតំណាងពីញែកស្អាតជាបរិសុទ្ធឃើញគ្មានដបាយតទៅសោះអញ្ចឹងណាហ្នឹងហើយមិនទៀតម៉ត់ពាក្យថាម៉ត់ហ្នឹងម៉ត់ម៉ងអីចឹងណាបងពីព្រោះលោកីគេនេះគេមានបាបមានអីខ្លះគេចូលមកគេថ្វាយដង្វាយដុតអីចឹងទៅ
ព្រះអង្គមានបន្ទូលរឿងជាមរឿងគោរឿងប្រពែរឿងលលោកអីរឿងគេមានទ្រព្យសម្បត្តិនៃហ្នឹងណាប៉ុន្តែសង្ឃក៏មានចំណែកដែរបើគាត់ធ្វើការបម្រើព្រះអង្គមានដង្វាយម្សៅនោះគឺចេញពីចិត្តបរិសុទ្ធការញែកស្អាតជាបរិសុទ្ធពេលវេលារបស់ពួកគាត់ឃើញទេចាហើយការអធិដ្ឋានរបស់ពួកគាត់ក៏នៅជាប់មួយព្រះអង្គគាត់អានព្រះបន្ទូលគាត់យកទៅចែកចាយគាត់ស្រាវជ្រាវអ្វីសម្រាប់ការងារព្រះអង្គឲ្យមានដង្វាយដុតនោះមកដើម្បីផ្គត់ផ្គង់ក្នុងការងារគាត់បាទព្រះអង្គមានបន្ទូលថាម៉េចថាព្រះអង្គមិនប្រើគោឲ្យបញ្ជាន់ស្រូវព្រះអង្គមិនមែនឃ្លុំមាត់គោទេអញ្ចឹងបានន័យថាយើងត្រូវឲ្យយល់កន្លែងហ្នឹងបងប្អូនខ្លះក៏អត់យល់ទេក៏អត់យល់ស៊ីជម្រៅអត់យល់ស៊ីជម្រៅរឿងដង្វាយហ្នឹងទេហើយព្រះអង្គមានបន្ទូលថាតាហ៊ានណាដែលធ្វើការនេះហើយទៅធ្វើតាហ៊ានហើយចាយប្រាក់ខែខ្លួនឯងឃើញទេហើយព្រះអង្គថាចុះអ្នកណាដាំតាពាំងបាយជូរមិនបរិភោគផ្លែតាពាំងបាយជូរហ្នឹងតើព្រះអង្គប្រើពូជអំបោអឺរ៉ុនហ្នឹងតើព្រះអង្គមិនប្រអត់ពូជអំបោអឺរ៉ុនហ្នឹងមិនឲ្យនេះអញ្ចឹងបានកម្លាំងណាស់ទៅធ្វើទៀតព្រះអង្គថាដង្វាយហ្នឹងយកមកដើម្បីដង្វាយហ្នឹងដុតតទៅទៀតដុតហ្នឹងបានន័យថាម៉េចត្រូវតែធ្វើការថ្វាយព្រះអង្គតទៅទៀតយកមកដើម្បីចិញ្ចឹមពាក្យថាដុតព្រះអង្គថាមិនត្រូវឲ្យបរិភោគឡើយមិនមែនបានន័យថានេះទេមិនមែនព្រះអង្គមិនចង់មានបន្ទូលខាងសាច់ឈាមថាបរិភោគឲ្យឈប់ធ្វើការឯងមែនទេថាត្រូវតែធ្វើការឃើញទេមិនមែនបានន័យថាព្រះអង្គប្រអត់ខាងសាច់ឈាមហើយពាក្យថាបរិភោគនេះបានន័យថាគេយកដង្វាយហ្នឹងមកបរិភោគហើយគេឈប់ធ្វើការឡើយហ្នឹងចឹងនិយាយចឹងណាគ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយនោះត្រូវតែដុតទាំងអស់ណាត្រូវតែដុតទាំងអស់បានតែយកម្សៅនោះយកមកដុតនោះគឺបានន័យថាមិនបានធ្វើការប្រឯថ្វាយព្រះអង្គតទៀតមិនត្រូវឲ្យបរិភោគឡើយបានន័យថាមិនត្រូវឲ្យបរិភោគឡើយអ្នកខ្លះដឹងថាអញ្ចឹងម្នាក់គិតតែរឿងកាពះធ្វើការបម្រើព្រះអង្គហើយចុះព្រះអង្គមានបន្ទូលថាម៉េចគោបញ្ជាន់ស្រូវមិនតើព្រះអង្គឃ្លុំមាត់គោអីក្នុងន័យនេះគឺបានន័យថាព្រះអង្គឲ្យយើងបរិភោគខាងសាច់ឈាមមិនមែនអត់ទេប៉ុន្តែព្រះអង្គឲ្យយើងយកទៅធ្វើដុតនឹងយកទៅធ្វើការបម្រើព្រះអង្គតទៅទៀតឃើញទេដង្វាយនឹងយកមកដើម្បីជួយផ្គត់ផ្គង់ដល់ពួកគាត់ឲ្យបានធ្វើការបម្រើព្រះអង្គតទៅទៀតសម្រាប់នគរព្រះឃើញទេចឹងមិនថាយើងត្រូវយល់ដើម្បីអីពីព្រោះបំណងបហារតីព្រះអង្គចង់ឲ្យបំណងបហារតីព្រះអង្គនេះនៅផែនដីបានសម្រេចដូចនៅឋានសួគ៌ឃើញទេឥឡូវយើងចូលដល់ខ24ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងម៉ូសេថាចូលប្រាប់អឺរ៉ុននិងពួកកូនលោកថានេះជារបៀបដង្វាយដែលសម្រាប់លុះបាបគឺត្រូវតែសម្លាប់ដង្វាយនោះនៅចំពោះព្រះយេស៊ូវឃើញទេត្រង់កន្លែងដែលសម្លាប់ដង្វាយដុតដែរដង្វាយនោះជាបរិសុទ្ធបំផុតឃើញទេបងប្អូនខ្លះគាត់អត់តន់យល់ពីរឿងដង្វាយដុតដង្វាយស្អីគាត់អត់តន់យល់ទេណាចាហើយគាត់គិតថាដូចអញញ៉ៃដូចច្រើនណាឃើញទេប៉ុន្តែព្រះអង្គមានរបៀបរបស់ព្រះអង្គចឹងនិយាយចឹងណាព្រះអង្គមានរបៀបចឹងនិយាយថាព្រះអង្គមានច្បាប់របស់ព្រះអង្គត្រឹមត្រូវច្បាស់លាស់ណាចូលប្រាប់អឺរ៉ុននិងពួកកូនលោកថានេះជារបៀបដង្វាយដែលសម្រាប់លុះបាបឃើញទេបងឲ្យម៉ូសេនឹងប្រាប់កូនចៅអឺរ៉ុនចូលប្រាប់អឺរ៉ុននិងពួកកូនលោកថានេះជារបៀបដង្វាយដែលសម្រាប់លុះបាបឃើញទេដែលសម្រាប់លុះបាបហើយមកទៀតគឺត្រូវតែសម្លាប់ដង្វាយនោះណានៅចំពោះព្រះយេស៊ូវត្រង់កន្លែងដែលសម្លាប់ដង្វាយដុតដែរដង្វាយលុះបាបហ្នឹងក្នុងន័យថាម៉េចពួកគេត្រូវតែប្រែចិត្តក្នុងន័យហ្នឹងគឺប្រែចិត្តលន់តួបាបជាមួយគ្នានឹងការដែលយើងដូចយើងអធិដ្ឋានប្រោសជំងឺដេញអារៈហ្នឹងយើងកំពុងតែដុតដង្វាយហ្នឹងឯងដុតនៅលើភ្លើងណាហើយគេក៏ថ្វាយទៅកន្លែងហ្នឹងដែរឃើញទេជាមួយគ្នានៅកន្លែងហ្នឹងបងថាអញ្ចឹងបងមានបន្ទូលថាអញ្ចឹងគឺត្រូវតែសម្លាប់ដង្វាយនោះនៅចំពោះព្រះយេស៊ូវដងសម្លាប់នោះពាក្យថាសម្លាប់ដង្វាយនោះគឺថាត្រូវតែឲ្យអំពើបាបនោះស្លាប់ណាបងត្រូវឲ្យស្លាប់ពាក្យថាអំពើបាបត្រូវតែស្លាប់នៅពេលហ្នឹងណាពេលជាមួយដង្វាយដុតជាមួយគ្នាស្លាប់ពេលដង្វាយបានន័យថាដង្វាយនៃការប្រែចិត្តហ្នឹងការប្រែចិត្តចេញពីអំពើបាបការលន់តួបាបអីទាំងអស់ហ្នឹងគឺគេកំពុងតែថ្វាយដង្វាយលុះបាបទៅចំពោះព្រះអង្គហើយពេលនោះហើយក៏ដង្វាយដុតហ្នឹងគឺធ្វើនៅពេលនោះមួយគ្នាបានវាត្រូវផ្សារភ្ជាប់គ្នាអូបានតែយើងអធិដ្ឋានប្រោសជំងឺក៏នៅពេលហ្នឹងដែរឲ្យគេលន់តួបាបនឹងមកចាប់ក្នុងហ្នឹងហ្មងណាហើយការចាក់ប្រេងតាំងណាបងឃើញទេការចាក់ប្រេងតាំងមួយគឺក្នុងហ្នឹងមានតាំងពីដង្វាយលុះបាបមានតាំងពីដង្វាយដុតមានតាំងពីដង្វាយមេត្រីនៅក្នុងហ្នឹងទាំងអស់ឃើញទេដើម្បីឲ្យបានផ្សារភ្ជាប់មួយព្រះអង្គវិញហើយមានមេត្រីជាមួយព្រះអង្គវិញអញ្ចឹងណាគឺត្រូវតែសម្លាប់ដង្វាយនោះនៅចំពោះព្រះយេស៊ូវត្រង់កន្លែងដែលសម្លាប់ដង្វាយដុតដែរឃើញទេដង្វាយនោះជាបរិសុទ្ធបំផុតពេលណាដែលដុតស្អាតអស់ហើយញែកស្អាតអស់ហើយពេលហ្នឹងព្រះអង្គថាបរិសុទ្ធហើយដង្វាយហ្នឹងឃើញទេគេហៅព្រះអង្គមានបន្ទូលថាជាក្លិនឈ្ងុយ
ក្លិនឈ្ងុយនៃព្រះយេស៊ូវពីព្រោះញែកស្អាតអស់ហើយតើព្រះអង្គលួសបាបគេព្រះអង្គចាក់ព្រះលិខិតមកលុបលាងបាបគេអស់ហើយព្រះអង្គបានញែកគេជាស្អាតហើយឥឡូវហ្នឹងបានន័យថាជាក្លិនឈ្ងុយនៃព្រះអង្គហើយឃើញទេជាក្លិនឈ្ងុយនៃព្រះយេស៊ូវហើយចាគេហៅថាដង្វាយនោះជាបរិសុទ្ធបំផុតឃើញទេបរិសុទ្ធបំផុតបាននេះព្រះអង្គញែកស្អាតជាបរិសុទ្ធហើយឃើញទេក្នុងនោះបាននេះថាគេមានទាំងព្រះវិញ្ញាណបរិសុទ្ធគេបានបាបគេក៏បានស្អាតគេបានលន់តួបាបគេបានប្រែចិត្តជំងឺគេក៏បានជាបដាសាគេក៏ចាញ់ឃើញទេចាហើយគេក៏អត់បានអស់ចំណាយលុយចំណាយកាក់ទៅឲ្យពេទ្យទៅឲ្យអីទៅសែនអារក្សស៊ីហើយវាបំផ្លាញទៀតហើយក្នុងក្រុមគ្រួសារអីក៏ព្រះអង្គចាប់ផ្ដើមរៀបចំថ្មីអីចឹងណាក្នុងន័យចឹងឃើញទេបើសិនជាគេស្ដាប់ប្រកបគេប្រែចិត្តអស់ពីចិត្តណាចូលដល់ខ26ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាបនោះត្រូវបរិភោគដង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធគឺនៅទីលានផងត្រសាជំនុំឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាបនោះត្រូវបរិភោគដង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធចាគឺនៅទីលានផងត្រសាជំនុំហ្នឹងហើយហ្នឹងគឺតាក់ទងពីពួកសង្ឃត្រូវតែមានចិត្តបរិសុទ្ធថ្វាយនិយាយថាដង្វាយបរិសុទ្ធទៅបងដង្វាយបរិសុទ្ធបរិភោគដង្វាយនោះបរិភោគមិនបានន័យថាពេលដែលយើងបរិភោគព្រះអង្គបរិភោគមកយើងដែរមែនទេបងតាក់ទងមួយកពីវិវរណៈចំពោះ3ខ20ណាមើលអញឈរនៅមាត់ទ្វារទាំងគូបានអ្នកណាឮសំឡេងអញព្រមបើកទ្វារឲ្យអញនឹងចូលទៅឯអ្នកនោះអញនឹងបរិភោគជាមួយអ្នកនោះអ្នកនោះជាមួយនឹងអញដែរកន្លែងហ្នឹងបានន័យថាម៉េចព្រះអង្គថានោះត្រូវបរិភោគដង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធណាបរិភោគមិននៅក្នុងណាកន្លែងបរិសុទ្ធឡើយណាគឺពហិយយើងនឹងរូបកាយយើងចិត្តគំនិតយើងហ្នឹងព្រះអង្គបានញែកស្អាតជាបរិសុទ្ធហើយឃើញទេឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាបនោះត្រូវបរិភោគដង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធគឺនៅទីលានផងត្រសាជំនុំកន្លែងត្រសាជំនុំអញ្ចឹងហើយបានន័យថាព្រះអង្គដង្វាយនេះថ្វាយទៅកន្លែងណាគឺពហិយយើងចិត្តយើងព្រះអង្គថាដោយសេចក្តីពិតដោយវិញ្ញាណណាចាហ្នឹងហើយថានៅទីលានត្រសាជំនុំនៅទីលានផងត្រសាជំនុំខ27អ្វីដែលព្រះអ្វីដែលប៉ះពាល់នឹងសាច់នោះក៏ត្រូវបរិសុទ្ធដែរអ្វីដែលប៉ះពាល់នឹងសាច់នោះត្រូវបរិសុទ្ធដែរឃើញទេចាហ្នឹងហើយបរិសុទ្ធទាំងអស់ណាឃើញនៅកន្លែងសង្ឃមួយមិនមែនជាការមួយនេះទេណាទីបរិសុទ្ធពាក្យថាទីបរិសុទ្ធកន្លែងនគរឋានសួគ៌មានកន្លែងប្រឡាក់ប្រឡងអំពើបាបទេណានៅចំពោះព្រះអង្គហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណាត្រូវលាងអាវដែលប្រឡាក់នោះនៅត្រង់កន្លែងបរិសុទ្ធណាឈាមនោះតំណាងពីអីតំណាងពីការលុបបាបឧមាថាសង្ឃធម្មតាសង្ឃណាបងមិនមែនគាត់ថាគាត់នឹងសស្អាតទាំងអស់ទេណាគាត់មានប្រឡាក់ខ្លះដែរណាបងកន្លែងហ្នឹងណាបាទព្រះអង្គមានបន្ទូលថាបើឈាមណាខ្ទាតទៅកន្លែងអាវហ្នឹងណាត្រូវតែលាងសម្អាតអាវហ្នឹងនៅកន្លែងបរិសុទ្ធអញ្ចឹងណាបងបានន័យថាពួកសង្ឃកុំឲ្យគាត់ថា 100% គាត់មានកន្លែងប្រឡាក់ខ្លះគាត់មានកន្លែងស្អីដែរពីព្រោះព្រះអង្គមានបន្ទូលเลยតានៅក្នុងកាពីរ៉ូមចំពោះ3ខ10អីនោះវាមានកន្លែងណាតែវាខុសឆ្គងហ្នឹងហើយមានពីព្រោះសាច់ឈាមអស់ទាញតិចតួចវាមិនអត់ទេគ្រាន់ថាពួកគាត់វាមិនមែនបាក់ធំដុំដោយពួកនេះទេអញ្ចឹងនិយាយអញ្ចឹងណាពីព្រោះគាត់នៅជាប់មួយព្រះអង្គអញ្ចឹងនិយាយអញ្ចឹងណាលាងសម្អាតហើយមិនថាគាត់លន់តួចាគាត់បានញែកស្អាតហើយប៉ុន្តែគាត់មានប្រឡងតិចតួចអញ្ចឹងនិយាយអញ្ចឹងណាចាប៉ុន្តែអានោះវាជាអំពើមួយដែលដោយអចេតនាអីចឹងណាពីព្រោះព្រះអង្គមានបន្ទូលឲ្យថាគ្មានអ្នកណាម្នាក់សុចរិតទេកុំឲ្យគិតថាសង់បែប 100% អីចឹងព្រោះបើ 100% ព្រះបាត់ទៅហើយមែនទេបងព្រោះព្រះបាត់ទៅហើយយើងអាចស្បត់នៅចំពោះព្រះអង្គបានព្រះអង្គទ្រង់ឲ្យថាមានការលន់តួហ្នឹងចានៅថាអ្វីដែលយើងធ្វើខុសឆ្គងហ្នឹងចាអញ្ចឹងបានអ្នកខ្លះគេគិតទៅអ្នកនេះនេះសោះមានបាបមានអីដែរចូលអ្នកណាដែលអត់បាបមានតែព្រះអង្គទេដែលអត់បាបសោះមែនទេព្រះអង្គ 100% ឲ្យចូលយើងតែគាត់ថាការលន់តួហ្នឹងវាទៅតាមអ្វីដែលយើងធ្វើចាពីព្រោះគាត់ថាបាបពួកគាត់មានបាបតិចហើយបាបច្រើនបើយើងនិយាយពីភាគរយវិញអ្នកខ្លះ99អញ្ចឹងទៅគាត់ក្នុង100អញ្ចឹងគាត់មានមួយបាបទៅឃើញទេអ្នកខ្លះ2បាបអញ្ចឹងទៅអ្នកខ្លះមានច្រើនទៅអ្នកខ្លះបាបគាត់ជាងពាក់កណ្ដាលទៅអញ្ចឹងនិយាយអញ្ចឹងណាបើយើងនិយាយពីអត្រាណាអញ្ចឹងណាហើយពួកសង្ឃគាត់មានដែរគាត់មានតិចឃើញទេចាយើងចូលដល់ខម៉ានហ្នឹងមិញខ27ហើយបង28ហ៎ដូចនៅបងនៅខ28ហ្នឹងណានិយាយពីរឿងលៀងអាវវិញយើងយល់ហើយណាបានន័យថាពួកសង្ឃគាត់មានប្រឡាក់បន្តិចបន្តួចបានអត់ទេបានព្រះអង្គមានបន្ទូលថាម៉េចហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណាត្រូវលាងអាវដែលប្រឡាក់នោះនៅត្រង់កន្លែងបរិសុទ្ធឃើញទេ
កុំឲ្យគិតថាសង់អត់មាននេះមានពេលណាឈាមប្រឡាក់អាវនោះបានន័យថាអាវនោះត្រូវការសស្អាតទាំងអស់ពេលណាឈាមប្រឡាក់អញ្ចឹងឲ្យយើងលាងកន្លែងបរិសុទ្ធលាងដោយការអីដោយការលុំតួបាបទៅព្រះអង្គដោយសារយើងប្រែចិត្តអីអញ្ចឹងណាហើយតែលាងនៅកន្លែងបរិសុទ្ធឃើញទេអធិដ្ឋានទៅរកព្រះអង្គសូមព្រះអង្គអត់តួបាបអីអញ្ចឹងណាមិនអត់ទេកុំឲ្យថាយើងអ្នកជំនឿធ្វើកិច្ចការថ្វាយព្រះហើយដែលយើងមានប៉ះពាល់ទាំងទួយនេះជាអត់ផុតទេកុំឲ្យគិតអូអ្នកណាអួតថោអ្នកឯង 100% យើងលន់តួទៅព្រះទៅព្រះអង្គទ្រង់អនុគ្រោះឲ្យហើយចាអ្នកដែលអត់ជឿទោះបីតែប្រឡាក់ប្រឡោសទៅប៉ះពាល់ដល់គេនៅកំមុខកុយកហ្នឹងអត់មានលន់តួអាហ្នឹងគឺនិយាយថាគេមិនបានយល់នៅពីព្រះបន្ទូលរបស់ព្រះអង្គចាខុសគ្នាកន្លែងហ្នឹងយើងកោតខ្លាចព្រះបន្ទូលមកនៅក្នុងយើងបានព្រះអង្គឲ្យយើងលាងហ្នឹងមែនទេបងយើងលាងឈាមហ្នឹងប្រឡាក់អាវឡើយណាយើងលាងឡើយហ្នឹងទៅលាងឡើយបរិសុទ្ធប៉ុន្តែចំពោះគេអត់មានព្រះបន្ទូលនៅខាងក្នុងទេគេមានគេជឿឲ្យដូចជាសង្ឃអញ្ចឹងគាត់គេជឿឲ្យគេថាគេលន់តួទៅព្រះអង្គទ្រង់លុបលាងចេញចាពីព្រោះយើងត្រូវដឹងយើងនិយាយពីយើងអ្នកធ្វើកិច្ចការយើងនិយាយពីភាគរយវិញយើងស្រួលនេះជាងដូចថាអ្នកខ្លះគាត់មានបាបច្រើនជាងពាក់កណ្ដាលទៅបាបអ្នកខ្លះដល់ 99% ទៅបាបអ្នកខ្លះ 98% ទៅបាបអ្នកខ្លះនៅ 50% អញ្ចឹងទៅណាហ្មងមែនទេហើយបាបអ្នកខ្លះគេតិចក្រោមជាង 50% អានោះតែតាមអំពើដែលយើងធ្វើចឹងនិយាយចឹងឥឡូវយើងចូលដល់ខ29ណាខ28តែថ្លាងណាដែលប្រើស្ងោសាច់នោះត្រូវតែបំបែកចោលណាតែថ្លាងណាដែលប្រើស្ងោសាច់នោះត្រូវតែបំបែកចោលឬបើជាឆ្នាំងលង្ហិនវិញនោះត្រូវតែដុសលាងសម្អាតក្នុងទឹកចេញឃើញទេចាំនិយាយថាកន្លែងនេះគឺព្រះអង្គចង់មានបន្ទូលពីរឿងបាបទេបងរឿងបាបហ្នឹងហើយបាបអ្នកនោះខ្លាំងត្រូវតែអីត្រូវតែតែថ្លាងណាដែលប្រើស្ងោសាច់នោះណាបាននេះថាវាប្រឡូកប្រឡាក់ដោយបាបខ្លាំងអីត្រូវតែបំបែកចោលពីព្រោះយកទៅប្រើការលេខបានទេបំបែកចោលអស់កំតិចអស់ប៉ុន្តែបើសិនជាឆ្នាំងនឹងជាឆ្នាំងលង្ហិនវិញឆ្នាំងលង្ហិនបានន័យថាប្រៀបដូចជាសង្ឃប្រៀបដូចជាអីចឹងណាបងពួកគាត់ទៅបីមានបាបបន្តិចតួចទេបើនិយាយពីរឿងថាបើនិយាយពីឈាមវាខ្ទៀតតែប្រឡាក់អាវវាប្រឡាក់តែបន្តិចតួចយើងគ្រាន់តែលាងសម្អាតកន្លែងទីបរិសុទ្ធអញ្ចឹងបន្តិចតួចណាថាឲ្យនិយាយនេះគឺលង្ហិនហ្នឹងគឺតំណាងពីថាពួកគាត់រឹងមាំហើយជំនឿគាត់រឹងមាំហើយគាត់ញែកស្អាតជាបរិសុទ្ធហើយគាត់គ្រាន់តែប្រឡាក់ប្រឡូសបន្តិចតួចទេគាត់តែលន់តួហ្នឹងហើយបើថាបាបគេនោះគេនិយាយពីរឿងនិយាយថាតែថ្លាងណាដែលប្រើស្ងោសាច់នោះត្រូវតែបំបែកចោលឃើញទេបានន័យថានិយាយថាអ្នកដែលអត់មានជំនឿហ្នឹងគឺខ្សោយជំនឿខ្សោយមែនតើប្រៀបដូចជាឆ្នាំងគេហៅថាដូចឆ្នាំងដីណាបងវាងាយស្រួលបែកបបាយចោលប៉ុន្តែបើឆ្នាំងលង្ហិនណារឹងណាពីព្រោះជំនឿគេចាក់ដោះបើយើងនិយាយពីសង់ផ្ទះវិញបានន័យថាដែលឆ្នាំងលង្ហិនហ្នឹងប្រៀបដូចជាជំនឿគេហ្នឹងសង់ផ្ទះនៅលើគេមានជំនឿហើយគេសង់ផ្ទះនៅលើថ្មដោយថាតសថ្មដ៏រឹងមាំអញ្ចឹងឃើញទេចំណែកពួកដែលគេមានឆ្នាំងស្ងោគេហៅថ្លាងនេះប្រៀបដូចតែគេសង់ផ្ទះប៉ុណ្ណឹងលើដីខ្សាច់ឡើយហ្នឹងគេចង់និយាយអញ្ចឹងវាអង្គាក់អង្គើវាអត់មានមេអត់មានអីស្រួលទេអត់មានជើងសអីកន្លែងហ្នឹងគឺបងមានដូច្នេះបងថាទៅអាហ្នឹងអញ្ចឹងអាហ្នឹងឲ្យបងថាឲ្យបំបែកចោលឃើញទេពេលប្រាប់បន្ទូបងឯងកុំឲ្យថាយើងអ្នកខ្លះគាត់មើលអត់ស៊ីជម្រៅទេណាគាត់មើលទៅគាត់ថាមិនដឹងស្អីដូចវិលសអស់ដូចថាវាអត់នេះព្រោះនៅក្នុងអត្តន័យនៃព្រះបន្ទូលមិនមែនសំដៅទៅលើរឿងសាច់ឈាមទេចាខាងវិញ្ញាណគឺខាងសេចក្តីជំនឿហ្នឹងគឺក្នុងន័យមួយគឺបំបែកចេញមកឲ្យយើងយល់ពីរឿងខ្លឹមសារនៃព្រះបន្ទូលចាឃើញទេយើងអានខ28បានដឹងថាតែថ្លាងណាដែលប្រើស្ងោសាច់នោះត្រូវតែបំបែកចោលឃើញទេឬបើជាឆ្នាំងលង្ហិនវិញនោះត្រូវតែដុសលាងសម្អាតក្នុងទឹកចេញដុសលាងសម្អាតក្នុងទឹកចេញមិនត្រូវអានព្រះបន្ទូលឡើងវិញត្រូវតែមានព្រះបន្ទូលត្រូវតែស្គាល់ព្រះបន្ទូលត្រូវតែមានពេលវិញ្ញាណដឹកនាំកន្លែងហ្នឹងហៅថាដុសលាងសម្អាតក្នុងទឹកចេញត្រូវយកព្រះបន្ទូលយកមកមើលហើយយើងកោតខ្លាចយើងប្រែចិត្តដែរកន្លែងហ្នឹងគឺចង់និយាយចឹងណាគ្រាន់ថាអំពើបាបគាត់តិចតួចចាយ៉ាងណាដែលយើងនិយាយឧទាហរណ៍ពីរឿងអំពើបាបដូចបងមានបន្ទូលឲ្យថាអំពើបាបខ្លះគឺបងអត់ទោសឲ្យបានអំពើបាបខ្លះបងអាចអត់ទោសឲ្យបានឃើញទេចាអញ្ចឹងបានថាអំពើបាបពួកគាត់លើសជាងពាក់កណ្ដាលបងអាចអត់ទោសឲ្យបានទេឃើញទេបើអំពើបាបគាត់ថយបើយើងនិយាយពីភាគរយវិញគឺអ្នកខ្លះទៅគេទៅត្រឹម 1% 2% អ្នកខ្លះទៅដល់ 50-60% គាត់បាបទេអ្នកខ្លះទៅលើចង់ 100% ហីឃើញទេបានបងថាបើនិយាយថាទោសនៅក្នុងនេះវិញគេថាទោសអត់ប្រមាណគេហៅថាប្រមាណរបស់ព្រះវិញ្ញាណបរិសុទ្ធនៅថាទោសរហូតដល់គេហៅថាស្អី
អូក្រិតជនគេហៅថាដកស្អីៗ đây là tu đối tha cặp sầm lấp ấy nó ta là tu បើនិយាយពីទោសអ្នកខ្លះហូបជាប់គុកព្រះអង្គយកដាក់ចង់និយាយថាប៉ូលីសយកដាក់គុកតែមួយថ្ងៃចេញមកវិញអ្នកខ្លះដាក់ដល់2 3ថ្ងៃអ្នកខ្លះដាក់ដល់1ខែអ្នកខ្លះដាក់ដល់1ឆ្នាំអ្នកខ្លះដាក់ដល់ឆ្នាំអ្នកខ្លះដល់សម្លាប់ចោលអញ្ចឹងណាឃើញទេដូចគ្នាអញ្ចឹងបាបរបស់យើងមួយព្រះអង្គគឺចឹងដែរអញ្ចឹងបងប្អូនមានបន្ទូលនៅក្នុងគម្ពីរនេះហ៎គម្ពីររ៉ូមចំពោះ6ខ23ហ៎បងយើងអានមួយផ្លែតណាខ23បងថាម៉េចត្បិតឈ្នួលរបស់អំពើបាបនោះជាសេចក្តីស្លាប់ឃើញទេតែអំណោយទាននៃព្រះវិញគឺជាជីវិតដ៏នៅអស់កលជានិច្ចដោយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាឃើញទេឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់អរគុណព្រះអង្គហើយអរគុណព្រះអង្គចឹងមិនថាព្រះបន្ទូលព្រះអង្គកុំនិយាយណាទៅសញ្ញាចាស់សញ្ញាថ្មីគឺតាក់ទងនេះទាំងអស់ណាបងឥឡូវយើងចូលមកដល់ខ20ម៉ានហើយយើងមិនមើលលេវីវិន័យចំពោះ6ខ29ណាហេខ29ណាហ្នឹងខ28ហើយច្រឡំនេះចិត្តចាប់ហើយចឹងចិត្តចាប់ហើយអរគុណព្រះអង្គថ្ងៃនេះពីវីដេអូថ្ងៃនេះមកវីដេអូលេង2ម៉ោងជាងក៏មិនសាដាច់ជាងមិនបន្តរហូតដល់ដល់4ម៉ោងបងខ្មាំងសត្រូវនេះវាមិនខានឯងហ្នឹងហើយឥឡូវយើងយល់ហើយនៅខ28ចូលដល់ខ29អស់ទាំងប្រុសក្នុងពួកសង្ឃត្រូវបរិភោគដង្វាយនោះនេះហើយជារបស់បរិសុទ្ធបំផុតអស់ទាំងប្រុសក្នុងពួកសង្ឃត្រូវបរិភោគដង្វាយនោះឃើញទេពីព្រោះព្រះអង្គថាពួកបរិសុទ្ធពួកព្រះអង្គពួកប្រុសគឺគាត់ជាក្បាលនៃមនុស្សស្រីអញ្ចឹងណាបងប្រុសជាក្បាលរបស់នារីជាក្បាលរបស់ស្ត្រីដូច្នេះហើយពួកគាត់នៅក្នុងពួកសង្ឃទៀតឃើញទេពួកគាត់ជាអ្នកបម្រើព្រះអង្គជាអ្នកដែលធ្វើការបម្រើព្រះអង្គទៀតឃើញទេត្រូវបរិភោគដង្វាយនោះនេះជារបស់បរិសុទ្ធបំផុតត្រូវបរិភោគដង្វាយនោះបានន័យថាពួកគេត្រូវពីព្រោះគេថ្វាយទៅព្រះអង្គហើយគេជាក្បាលគេត្រូវតែបរិភោគដង្វាយនោះពីព្រោះមានន័យថាត្រូវរឹងមាំចាត្រូវរឹងមាំហើយជារបស់បរិសុទ្ធបំផុតឃើញទេជារបស់បរិសុទ្ធបំផុតអស់ទាំងប្រុសក្នុងពួកសង្ឃត្រូវបរិភោគដង្វាយនោះឃើញទេត្រូវបរិភោគដង្វាយនោះនេះហើយជារបស់បរិសុទ្ធបំផុតឃើញព្រះអង្គបានន័យថាបរិសុទ្ធណាព្រោះព្រះអង្គប្រទានដល់គេពីព្រោះគេបានថ្វាយទៅព្រះអង្គហើយឃើញទេចាធ្វើការបម្រើព្រះអង្គហើយគេជាមនុស្សប្រុសដែលហ៊ានថ្វាយទៅព្រះអង្គជាផលដំបូងឯនោះឃើញព្រះអង្គមានបន្ទូលថាម៉េចកូនដែលកើតមកមុនគេពេលជាពិសេសដូចសាំយូអែលម្ដាយគាត់បានថ្វាយគាត់តាំងពីគាត់ផ្ដាច់ដោះហ៎បងបានឲ្យកូនប្រុសផលដំបូងទៅថ្វាយទៅព្រះអង្គដូច្នេះពួកសង្ឃហ្នឹងគាត់ជាប្រុសហើយគាត់ធ្វើការបម្រើព្រះអង្គដែលឪពុកម្ដាយគាត់យកទៅថ្វាយទៅព្រះអង្គតាំងពីនៅក្មេងដូចសាំយូអែលដូចអីចឹងឃើញទេអញ្ចឹងហើយពួកគាត់ត្រូវតែបានទទួលដង្វាយហ្នឹងគឺជាដង្វាយដែលបរិសុទ្ធបំផុតឃើញទេចាខ30តែឯដង្វាយលួសបាបដែលបានយកឈាមទៅក្នុងត្រសាជំនុំឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធនោះមិនត្រូវបរិភោគឡើយគឺត្រូវតែដុតនឹងភ្លើងវិញឃើញទេអ្នកខ្លះគាត់អត់តន់យល់ទេណាចាតែឯដង្វាយលួសបាបយើងដឹងហើយថាដង្វាយហ្នឹងអ្នកដែលគាត់មានបាបហ្នឹងគាត់ត្រូវដូចថាឈឺគាត់ដែលមានអរិយចូលអីហ្នឹងគាត់ត្រូវថ្វាយទៅព្រះអង្គពីការប្រាយចិត្តពីការលន់ទូបាបព្រះអង្គពីចិត្តហ្នឹងណាគេហៅថាដង្វាយលួសបាបណាដែលបានយកឈាមទៅក្នុងត្រសាជំនុំបានន័យថាព្រះអង្គបានលួសគាត់ដោយលោហិតរបស់ព្រះអង្គយកឈាមរបស់ព្រះអង្គទៅក្នុងត្រសាជំនុំរបស់ពួកគាត់ដើម្បីលាងសម្អាតទៅខាងក្នុងឃើញទេពីព្រោះក្នុងចិត្តគាត់កខ្វក់ក្នុងចិត្តគាត់មានអំពើបាបដូច្នេះហើយព្រះអង្គថាម៉េចតែឯដង្វាយលួសបាបដែលបានយកឈាមទៅក្នុងត្រសាជំនុំឃើញទេឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធបានន័យថាលោហិតរបស់ព្រះអង្គនឹងធួននឹងបាបរបស់គេនៅក្នុងត្រសាជំនុំនៅក្នុងពហិចិត្តរបស់គេនេះព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរបានថ្វាយខ្លួនទៅព្រះហើយព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរករិនថូសខ្សែទី1ចំពោះ3ខ16 17ហើយគម្ពីរករិនថូសខ្សែទី1ចំពោះ6ខ19ព្រះអង្គថាអ្នករាល់គ្នាមិនដឹងទេថារូបកាយអ្នករាល់គ្នាគឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធជាដំណាក់នៃព្រះវិញ្ញាណរបស់ព្រះគង់នៅហើយបានអ្នកណាធ្វើមានន័យថាយើងដាក់ខ្លួនហើយទៅថាថ្វាយចិត្តយើងទៅលើព្រះយេស៊ូវហើយប៉ុន្តែតើយើងបកក្រោយមកវិញថាឈប់ជឿទៅថ្វាយអង្គមព្រះផ្សេងវិញមានន័យថាអាហ្នឹងគឺជាអំពើមួយដែលព្រះមិនតបអត់ទេចាអញ្ចឹងយើងអានខ30ឡើងវិញដើម្បីបញ្ចប់ណាតែឯដង្វាយលួសបាប
ឃើញហើយយើងយល់ហើយពីដង្វាយលោកបាទគឺដង្វាយពីការប្រាយចិត្តការលូតទូបាបអីចឹងណាដើម្បីអីដើម្បីឲ្យព្រះអង្គមានលោហិតរបស់ព្រះអង្គនេះបានលុបលាងអំពើបាបរបស់យើងឃើញហើយដើម្បីជាធន់លោហិតរបស់ព្រះអង្គនេះមកធន់នឹងបាបឃើញហើយអញ្ចឹងបាននៅក្នុងគម្ពីរយ៉ូហានខ្សែទី1ចំពោះ2គឺព្រះអង្គមានបន្ទូលហើយព្រះអង្គមានបន្ទូលពីរឿងថាដង្វាយព្រះអង្គធន់នឹងបាបរបស់យើងរាល់គ្នាហើយនឹងបាបរបស់មនុស្សលោកទៀតប៉ុន្តែអ្នកណាដែលលួសគឺអ្នកដែលបានថ្វាយហ្នឹងណាអ្នកដែលបានថ្វាយមិនមែនលួសមនុស្សមកពិភពលោកទេមិនមែនលួសមនុស្សពោះពេញលោកីទេលួសតែអ្នកណាសម្រាប់ធន់នឹងបាបឃើញដែលគេថ្វាយទៅព្រះអង្គឃើញទេប៉ុន្តែចង់និយាយថាលោហិតរបស់ព្រះអង្គនោះសម្រាប់ធន់បាបមនុស្សពេះពេញលោកីប៉ុន្តែមនុស្សពេះពេញលោកីអត់អាចលួសបាបទាំងអស់គ្នាបានទេលួសត្រាតែពួកគាត់បានថ្វាយទៅព្រះអង្គឃើញទេបានថ្វាយទៅព្រះអង្គថ្វាយពីដង្វាយលួសបាបហ្នឹងឃើញទេដង្វាយលួសបាបហ្នឹងដើម្បីឲ្យមានលោហិតព្រះអង្គមកទិញគេហ្នឹងឲ្យលួសឲ្យរួចពីបាបឃើញទេធន់ឲ្យលួសគេទៀតចឹងនិយាយចឹងណាមានន័យថាយើងលន់ទូគ្រប់អំពើបាបដែលយើងមានទាំងប្រមាណហ្នឹងគឺថ្វាយទៅព្រះអង្គហើយព្រះអង្គបានលួសដោយព្រះលោហិតនៅលើឈើឆ្កាហ្នឹងដើម្បីអីដើម្បីសង្គ្រោះយើងហើយប៉ុន្តែដល់យើងបានថ្វាយទៅព្រះអង្គហើយយើងអស់សេចក្តីជំនឿទៅលើព្រះអង្គហើយយើងបកក្រោយទៅថាថ្វាយបង្គំព្រះផ្សេងទៀតអានេះមានន័យថាអំពើបាបហ្នឹងបានចាដោយថាក្នុងបាននៅក្នុងកាពីពេត្រុសខ្សែទី2ចំពោះ2ហ្នឹងហើយពេត្រុសខ្សែទី2ចំពោះ2ខ22បើយើងអានពីខ18មកដល់ខ22ឃើញទេប្រៀបទៅថាឆ្កែទៅស៊ីកំអួតឯងជ្រូកញីដែលលាងសម្អាតហើយទៅពនាក្នុងខ្នាតវិញណាហ្នឹងហើយកន្លែងបានន័យថាយើងស្គាល់សេចក្តីសុចរិតហើយរបស់ព្រះអង្គហើយយើងស្គាល់សេចក្តីពិតហើយយើងប៉ុន្តែបើយើងទៅបង្រើបាបនឹងវិញបានន័យថាឲ្យបាបនឹងវានាំមុខយើងហ្នឹងហើយបានន័យថាយើងជាអ្នកបម្រើបាបនឹងជាបាវបម្រើវាឃើញទេចាប៉ុន្តែចាអញ្ចឹងបានក្នុងន័យនេះគឺព្រះអង្គចាំមានបន្ទូលថាលោហិតរបស់ព្រះអង្គព្រះគុណរបស់ព្រះអង្គណាសម្រាប់ធន់បាបមនុស្សពេះពេញលោកីចាប៉ុន្តែមិនមែនបានន័យថាមនុស្សពេះពេញលោកីហ្នឹងគាត់បានលួសបាបទាំងអស់គ្នាទេគាត់បានធន់មែនព្រះអង្គធន់បានន័យថាម៉េចបានន័យថាលោហិតរបស់ព្រះអង្គសម្រាប់ឲ្យពួកគាត់រត់មកពឹងអ្នកណាមានបាបអ្នកណាត្រូវការព្រះអង្គមកព្រះអង្គទទួលទាំងអស់ចឹងអញ្ចឹងណាប៉ុន្តែបើអ្នកណារឹងតតឹងមិនព្រមទេដោយព្រះអង្គមានបន្ទូលថាអញឈរនៅមាត់ទ្វារទាំងគោះហ៎បានន័យថាព្រះអង្គចង់គោះទ្វារចិត្តគេគ្រប់គ្នាដើម្បីឲ្យគេប្រែចិត្តចេញពីអំពើបាបមែនទេពីព្រោះព្រះអង្គសពហត្ថីអញ្ចឹងនៅក្នុងកាពីព្រះអង្គថាជាក្លិនឈ្ងុយនៅក្នុងកាពីសញ្ញាថ្មីព្រះអង្គថាជាគ្រឿងក្រអូបមែនទេចាអញ្ចឹងហើយអ្នកណាដែលលួនតួនៅកំហុសខុសឆ្គងហ្នឹងទៅថ្វាយទៅព្រះហ្នឹងមានន័យថាយើងធ្វើឲ្យព្រះអង្គសពហត្ថីមានន័យថាព្រះអង្គទទួលនៅក្លិនឈ្ងុយចាឥឡូវយើងចង់ដឹងយើងចូលមកក្នុងកាពីនេះបន្តិចណាកាពីយ៉ូហានខ្សែទី1ចំពោះ2ណាដែលព្រះអង្គមានបន្ទូលថាម៉េចពីព្រោះវាតកតងនឹងរឿងថាលោហិតរបស់ព្រះអង្គប្រគុណរបស់ព្រះអង្គធន់នឹងបាបឃើញទេចាហ្នឹងហើយយើងអានបន្តិចណានេះខ2ព្រះអង្គថាម៉េចដែលទ្រង់ជាដង្វាយធន់នឹងបាបយើងរាល់គ្នាឃើញទេព្រះអង្គជាដង្វាយធន់នឹងបាបយើងរាល់គ្នានេះមិនមែនបានន័យថាធន់សម្រាប់មនុស្សពេះពេញលោកីទេប៉ុន្តែធន់នឹងអ្នកណាដែលបានថ្វាយខ្លួនដែលបានថ្វាយទៅព្រះអង្គហើយថ្វាយដង្វាយលួសបាបហើយអញ្ចឹងណាព្រះអង្គទ្រង់ធ្វើហ្នឹងគឺលួសបាបហ្នឹងគឺមានន័យថាដោយបតីព្រះអង្គទ្រង់ស្រឡាញ់ដល់មនុស្សលោកទាំងអស់ប៉ុន្តែចំពោះតែមិនអ្នកណាដែលជឿព្រះអង្គទេណាបងអាននេះណាបានន័យថាអ្នកណាដែលថ្វាយខ្លួនទៅព្រះអង្គដែលថ្វាយដង្វាយលួសបាបហ្នឹងដែលយើងរៀនអញ្ចឹងនេះដង្វាយលួសបាបតោះតែយើងលន់តួបាបយើងប្រែចិត្តយើងប្រទៀបបានន័យថាយកបលាំងព្រះអង្គនៅបលាំងចិត្តពេលនោះព្រះអង្គយកលោហិតព្រះអង្គហ្នឹងមកសម្រាប់ធន់យើងឲ្យលួសយើងទៀតលួសនោះបានន័យថាព្រះអង្គមកទិញយើងណាទិញបាបរបស់យើងហ្នឹងមកផ្ទុកលើអង្គទ្រង់ហើយឲ្យយើងបានស្អាតបរិសុទ្ធប៉ុន្តែយើងជាកម្មសិទ្ធិរបស់ព្រះឃើញទេបានន័យថាព្រះអង្គទិញយើងហើយយើងជាកម្មសិទ្ធិរបស់ព្រះព្រះអង្គបានញែកយើងស្អាតជាបរិសុទ្ធពេលនោះឲ្យព្រះអង្គហៅថាយើងជាសង្ឃលួងឃើញទេចាដែលទ្រង់ជាដង្វាយធន់នឹងបាបយើងរាល់គ្នាមិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះបានន័យថាមិនមែនបាបសម្រាប់អ្នកថ្វាយខ្លួនទៅព្រះអង្គប៉ុណ្ណោះគឺនឹងបាបរបស់លោកីទាំងមូលផងអាហ្នឹងចាប់ព្រះអង្គចង់មានបន្ទូលថាធន់នេះណាបងធន់ហ្នឹងបានន័យថាលោហិតរបស់ព្រះអង្គព្រះគុណរបស់ព្រះអង្គធន់នឹងបាបមនុស្សពាសពេញលោកីប៉ុន្តែមនុស្សពាសពេញលោកីតតែគេបានថ្វាយដង្វាយលួសបាបទៅព្រះអង្គទាំងអស់គ្នាហ្នឹងបាទគេបានទទួលដង្វាយលួសបាបហ្នឹងបានន័យថាទទួលលោហិតព្រះអង្គហ្នឹងមកសម្រាប់ប៉ុន្តែព្រះអង្គទ្រង់សគត់ទៅថាតាមបីលួសបាបហ្នឹងគឺធ្វើសម្រាប់មនុស្ស
ទូទាំងក្នុងលោកីទៅពិភពលោកទាំងមូលក៏ប៉ុន្តែគាត់ថាចំពោះអ្នកដែលបានសង្គ្រោះគឺអ្នកដែលសារភាពនឹងជឿទៅលើព្រះអង្គហើយអ្នកដែលថាមិនព្រមសារភាពនៅតែប្រព្រឹត្តអំពើបាបក៏អត់បានលូបាបដែរលន់តួចាហ្នឹងហើយដែលយើងចង់និយាយថាព្រះអង្គលោហិតព្រះអង្គធន់មែនធន់បានន័យថាម៉េចលោហិតព្រះអង្គមានសម្រាប់ឲ្យមនុស្សពេញលោកីសម្រាប់ពឹងឃើញទេពឹងលើប្រគុណរបស់ព្រះអង្គហ្នឹងប៉ុន្តែមិនមែនបានន័យថាលោហិតរបស់ព្រះអង្គហ្នឹងមកលួសបាបគេពេញលោកីទេពីព្រោះមានអ្នកខ្លះគេអត់ជឿអ្នកខ្លះគេអត់ព្រមប្រែចិត្តឃើញទេគេអត់ព្រមបើកទ្វារចិត្តដោយព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរវរណៈចំពោះ3ខ20អញ្ចឹងតើតែអ្នកនោះក៏បើកទ្វារចិត្តថាមើលអញឈរនៅមាត់ទ្វារទាំងគោះបានន័យថាលោហិតព្រះអង្គនឹងដាក់តាំងសម្ញែងសម្រាប់ឲ្យគេពឹងនេះបានន័យថាឈរនៅមាត់ទ្វារទាំងគោះនេះឃើញទេប៉ុន្តែគេប្រែចិត្តគេត្រូវតែប្រែចិត្តគេត្រូវតែលន់តួបាបបានលោហិតព្រះអង្គនឹងទៅទិញគេដើម្បីលួសបាបគេបានន័យថាព្រះអង្គទិញដោយលោហិតរបស់ព្រះអង្គនឹងគេជាកម្មសិទ្ធិរបស់ព្រះអង្គពេលហ្នឹងលែងជាកម្មសិទ្ធិរបស់រាណាឃើញទេលែងជាកម្មសិទ្ធិរបស់លោកីទេព្រះអង្គញែកគេស្អាតហើយកន្លែងហ្នឹងណាអញ្ចឹងមកយើងត្រូវបែងចែកច្បាស់ហើយណាឧបមាថាឥឡូវបើយើងទៅលួចគេយើងទៅប្លន់គេយើងទៅសម្លាប់គេក៏អត់បានសង្គ្រោះដែរហ្នឹងរត់តែធ្លាក់ទៅក្នុងអំពើបាបខ្លាំងហើយហ្នឹងហើយដែលយើងមិនស្គាល់គាត់យើងមិនប្រែចិត្តហ្នឹងព្រះអង្គទ្រង់ធ្វើដើម្បីមនុស្សទាំងអស់ប៉ុន្តែចំពោះតែមនុស្សដែលប្រែចិត្តទេលោហិតរបស់ព្រះអង្គទិញតែអ្នកណាដែលប្រែចិត្តនិយាយចឹងចាឲ្យយល់ប្រែចិត្តចេញពីអំពើបាបបើយើងទៅលួចគេព្រះអង្គមិនអាចសង្គ្រោះបានទេព្រះអង្គលោហិតរបស់ព្រះអង្គទិញតែអ្នកណាដែលប្រែចិត្តចេញពីអំពើបាបហ្នឹងហើយនិយាយចាំណាហើយបើយើងនៅតែប្រព្រឹត្តអំពើដូចថាកាប់សម្លាប់លួចឆក់ប្លន់ចិត្តកំណត់ចំណែនឈ្នានេះស្អីដែលជឿគឺព្រះអង្គមិនអាចអនុគ្រោះបានទេតែខាងសាច់ឈាមនិយាយចាំណាយើងដឹងហើយថាមនុស្សយើងវាអត់បាន 100% ទេដូចយើងនិយាយហើយនិយាយទៀតប៉ុន្តែព្រះអង្គជ្រាបក្នុងចិត្តយើងព្រះអង្គមានបន្ទូលឲ្យនៅក្នុងគម្ពីរម៉ាកុសចំពោះ12ខ28ដល់ខ30ព្រះអង្គមានបន្ទូលឲ្យស្រឡាញ់ព្រះអង្គម្ចាស់នៃឯងអស់អំពីចិត្តអស់អំពីកំណត់អស់ពីកម្លាំងអស់ពីពលឹងអីហ្នឹងទៅអាហ្នឹងហើយបានន័យថាអស់ហើយបានន័យថាព្រះអង្គញែកយើងស្អាតជាបរិសុទ្ធហើយឃើញទេចាអញ្ចឹងឲ្យខហ្នឹងដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នាមិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះគឺនឹងបាបរបស់លោកីទាំងមូលដែរឃើញទេអានោះឲ្យយើងយល់ពាក្យថាធួនហើយពាក្យថាលួសហើយបើយើងអានមិញនៅក្នុងគម្ពីរមិញដែលយើងនេះយើងគឺបញ្ចប់ហើយឃើញទេអាហ្នឹងយើងនិយាយពីរឿងលួសបាបលួសអីណាចាអញ្ចឹងយើងមិនពិបាកយល់ទេណាបងយើងចាប់ហើយណាតំណឹងណាអរគុណព្រះអង្គណានេះដើម្បីយើងតម្រាយហ្នឹងដើម្បីឲ្យបងប្អូនយើងខ្លះដែលមិនតាន់បានជឿអីជានៅតែប្រព្រឹត្តនៅអំពើមិនគួរក៏បីចំពោះព្រះសូមដល់ថាឲ្យបងប្អូនយើងនឹងទទួលជឿទៅលើព្រះអង្គទៅហើយប្រែចិត្តចេញពីអំពើបាបប្រែចិត្តទៅដើម្បីយើងបានសង្គ្រោះដើម្បីពីអ្វីដែលយើងបានធ្វើខុសនោះដើម្បីព្រះអង្គមានលោហិតព្រះអង្គមិនលួសបាបយើងអញ្ចឹងចេះលួសបាបយើងណាចាហ្នឹងឯខមិញយើងខ30ហ្នឹងបងហ្នឹងឯខ30ជាខបញ្ចប់ឲ្យមានបន្ទូលថាម៉េចតែឯដង្វាយលួសបាបដែលបានយកឈាមទៅក្នុងត្រសាជំនុំឲ្យបានធន់នឹងបាបនៅក្នុងទីបរិសុទ្ធឃើញទេយកឈាមនៅក្នុងត្រសាជំនុំដើម្បីធន់នឹងបាបដែលយើងរៀនមិញអញ្ចឹងណានៅក្នុងគម្ពីរយ៉ូហានខ្សែទី1ចំពោះ1ខ2មិញចំពោះ2ខ2ចាឃើញទេតែឯដង្វាយលួសបាបដែលបានយកឈាមទៅក្នុងត្រសាជំនុំយកឈាមទៅក្នុងចំណាជំនុំបានន័យថាមិនបានន័យថាព្រះអង្គលាងបាបយើងព្រះអង្គបានលួសបាបយើងឡើយហ្នឹងណាដោយសារការប្រែចិត្តរបស់យើងដូច្នេះហើយលោហិតព្រះអង្គចូលទៅក្នុងត្រសាជំនុំហ្នឹងហ្មងបើសិនជាគាត់អត់ប្រែចិត្តអត់ព្រមលន់ទូបាបទេណាលោហិតព្រះអង្គអត់មានទៅក្នុងត្រសាជំនុំហ្នឹងទេណាបងឃើញទេពីព្រោះព្រះអង្គអត់បានទិញពីព្រោះអត់នេះទេព្រះអង្គជ្រាបដឹងឃើញទេឡើយហ្នឹងហើយបានន័យថាព្រះអង្គមើលអញទៅបរិភោគជាមួយឯងនោះឯងជាមួយអញនោះនៅក្នុងគម្ពីរវរណៈចំពោះ3ខ20ឲ្យបានធន់នឹងបាបនៅក្នុងទីបរិសុទ្ធនោះមិនត្រូវបរិភោគឡើយគឺត្រូវតែដុតនឹងភ្លើងវិញមិនត្រូវបរិភោគឡើយគឺត្រូវដុតនឹងភ្លើងវិញឃើញទេចាគឺដង្វាយយើងរៀនមិនដឹងហើយគឺដង្វាយហ្នឹងព្រះអង្គឲ្យយើងឲ្យមិនមែនព្រះអង្គចង់មានបន្ទូលរឿងសាច់ឈាមទេសាច់ឈាមព្រះអង្គឲ្យយើងបរិភោគហើយប៉ុន្តែបរិភោគនេះគឺចង់និយាយថាយើងយកដង្វាយហ្នឹងយកទៅធ្វើការបម្រើព្រះអង្គវិញយកទៅដុតនឹងភ្លើងវិញបន្តទៀតរហូតដុតនឹងភ្លើងវិញហ្នឹងមានន័យថាអាហ្នឹងគឺចូលក្នុងឋាននេះឋានវិញ្ញាណនៅខាងវិញ្ញាណគឺព្រះអង្គកំទេចចោលហ្នឹងអញ្ចឹងបានន័យចង់និយាយថាម៉េចបានន័យថាដង្វាយហ្នឹងយកមកដើម្បីពួកសង្ឃហ្នឹងគាត់យកទៅធ្វើការបម្រើព្រះអង្គវិញយកទៅដុតនឹងភ្លើងវិញហ្នឹងបានន័យថាយកទៅធ្វើការហ្នឹងបន្តទៀតឃើញទេការបន្តទៀតបានដង្វាយហ្នឹងមកយកធ្វើការហ្នឹងបន្តទៀតមិនមែនបានន័យឲ្យព្រះអង្គថាម៉េចថាតែមិនត្រូវបរិភោគឡើយអ្នកខ្លះគាត់យល់ថាមិនត្រូវបរិភោគអញ្ចឹង
អ្នកខ្លះធ្វើការបម្រើព្រះអង្គគិតរឿងតែកាពះអញ្ចឹងហើយចុះព្រះអង្គអត់ចិញ្ចឹមទេហើយចុះកន្លែងណាដែលព្រះអង្គថាប្រើគោមិនឲ្យដូចថាប្រើគោបញ្ជាន់ស្រូវមិនឲ្យព្រះអង្គមិនដែលឃ្លុំមាត់គោពេលណាដែលឲ្យបញ្ជាន់ស្រូវឃើញទេអញ្ចឹងបានថាប្រហែលបន្ទូព្រះអង្គត្រូវយើងយល់គ្រប់កន្លែងមិនមែនយល់តែមួយកន្លែងហើយចុះព្រះអង្គមានបន្ទូថាគេជាអ្នកកោងយកដង្វាយព្រះអង្គអីនោះនៅក្នុងគម្ពីរម៉ាឡាគីជំពូក3ជួនកាលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គតតែយើងយល់នៅក្នុងព្រះគម្ពីរនឹងបានព្រះវិញ្ញាណទ្រង់បើកដៃឲ្យយើងដឹងចាហើយចាំបាញ់គិតមើលនៅក្នុងគម្ពីរម៉ាឡាគីជំពូក3ខ10ព្រះអង្គថាម៉េចនិយាយពីរឿងដង្វាយថាគេនោះគេនាំគ្នាកោងយកដង្វាយព្រះអង្គអញ្ចឹងបានថាពួកកូនព្រះអង្គដែលគាត់នេះគាត់ដឹងទេណាគាត់ដឹងថារងថ្ងៃគាត់កំពុងកោងយកដង្វាយព្រះអង្គណាបានព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរម៉ាឡាគីជំពូក3ខ10នេះចូលនាំយកដង្វាយមួយភាគក្នុង10ទាំងអស់មកដាក់ក្នុងឃ្លាំងចុះដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញឃើញទេស្បៀងអាហារនៅក្នុងដំណាក់នៃអញបានន័យថាព្រះអង្គចង់ឲ្យដូចថាបានការនគរព្រះអង្គនោះបានរីកចម្រើនទៀតឃើញទេព្រះអង្គថាដើម្បីឲ្យបំណងបហាតីព្រះអង្គនៅផែនដីបានសម្រេចដូចនៅឋានសួគ៌ដែរឃើញទេពេលណាដែលគាត់អត់ធ្វើតាមអត់ស្ដាប់ប្រកបបានន័យថាគាត់កំពុងតែបិទនគរឋានសួគ៌គាត់កំពុងតែមិនចង់ឲ្យគេចូលកំពុងតែគេហៅថាប្រឆាំងនឹងបំណងបហាតីព្រះពីព្រោះបំណងបហាតីព្រះចង់ឲ្យនគរឋានសួគ៌បានរីកចម្រើនបានដូចថានៅផែនដីបាទខាងសាច់ឈាមខាងអំពើបាបឲ្យដូចនៅឋានសួគ៌ដែរឲ្យដែលមានតែខាងឋានតែមួយណាបងចាអញ្ចឹងមកថាដើម្បីឲ្យមានស្បៀងអាហារនៅដំណាក់នៅក្នុងដំណាក់នៃអញហើយលបងលោអញឥឡូវហើយបងថាឲ្យលបងលោទៀតឃើញទេបានន័យថាបងហ៊ានភ្នាល់កុំចូលមួយព្រះអង្គនៅខ្មែរយើងគេថាកុំចូលមួយព្រះអង្គបងថាហើយលបងលោអញឥឡូវបើអញមិនបើកទ្វារឋានសួគ៌ដើម្បីចាក់ព្រះពរមកលើឯងដែលនឹងគ្មានកន្លែងល្មមទុកបានទេឃើញទេលបងលោមើលព្រះអង្គចាក់បើកទ្វារឋានសួគ៌ហ្នឹងបានន័យថាព្រះអង្គប្រទានពរឲ្យគេខាងនគរឋានសួគ៌ទ្រព្យសម្បត្តិឋានសួគ៌ជាច្រើនឃើញទេដើម្បីចាក់ព្រះពរមកលើឯងដែលនឹងគ្មានកន្លែងល្មមទុកបានទេអត់មានកន្លែងទុកទេណាហើយពេលណាដែលទ្រព្យសម្បត្តិខាងនគរឋានសួគ៌ហូរហីហើយបងកុំឲ្យគិតថាខាងសាច់ឈាមអត់មានអីទេអញ្ចឹងឧបមាថានគរឋានសួគ៌បងប្រទានឲ្យទ្រព្យសម្បត្តិហូរហីទៅអាចជំងឺរោគគាគាត់ដែលពីមុនមកឈឺដែលគាត់ចំណាយលុយទៅពេទ្យអស់មួយកណោហើយព្រះអង្គឲ្យគាត់ជាព្រះអង្គឲ្យគាត់មានសុខភាពល្អឲ្យមានសុភមង្គលក្នុងគ្រួសារអត់ឲ្យមានបញ្ហាគ្រោះថ្នាក់អីកើតឡើងកូនចៅស្អីអាហ្នឹងគឺជាប្រពរមែនទេបងហើយទាំងទ្រព្យសម្បត្តិនៅផែនដីទៀតព្រះអង្គមិនឲ្យព្រះអង្គមានបន្ទូលថាអ្នកសុចរិតព្រះអង្គមិនដែលឲ្យពូជពងគេទៅសុំទានអីមិនចាំទេបានន័យថាប្រពរនោះវាហូរមកដល់ខាងសាច់ឈាមដែរឃើញទេតោពូតោចាអញ្ចឹងមិនថាយើងត្រូវយល់ពីបំណងបហាតីព្រះណាកុំឲ្យគិតthôiអ្នកខ្លះគេគិតថាធ្វើការបម្រើព្រះអង្គស្រឡឹងឃើញតែដង្វាយស្រឡឹងឃើញតែកាពះអ្នកខ្លះគេយល់អញ្ចឹងមានមួយចំនួនគេយល់អញ្ចឹងមែនប៉ុន្តែគេអត់យល់ស៊ីជម្រៅដល់ឃើញទេកាពះហ្នឹងបងតើព្រះអង្គចិញ្ចឹមគេអត់តើគេព្រះអង្គប្រើគោបញ្ជាន់ស្រូវតើព្រះអង្គឃ្លុំមាត់គោអត់ឃើញទេគេអត់តន់យល់អស់ស៊ីជម្រៅអស់ណាអញ្ចឹងមិនថាយើងត្រូវយល់ទាំងអស់ត្រូវក្តោបយល់ប្រាប់បន្ទូលព្រះអង្គទាំងអស់យកមកចែកចាយកុំឲ្យគិតថាយកមកចំណុចត្រូវតែខ្លួនឯងអត់ត្រូវជាមួយបំណងបហាតីព្រះឃើញទេអ្នកខ្លះគេចង់ធ្វើមិនដើម្បីត្រូវតែចិត្តគេបានត្រូវពីបំណងបហាតីព្រះហេហ្នឹងហើយយើងចង់ធ្វើមិនដឹងយើងបញ្យល់ឲ្យយល់ទៅឲ្យត្រូវមួយបំណងបហាតីរបស់ព្រះដែលព្រះអង្គសពបហាតីឲ្យធ្វើអញ្ចឹងឃើញទេដើម្បីចាក់ព្រះពរមកលើឯងដែលនឹងគ្មានកន្លែងល្មមទុកបានទេឃើញទេព្រះអង្គសន្យាថាអញ្ចឹងនេះហើយជាព្រះបន្ទូលរបស់ព្រះយេស៊ូវនៃពួកពលបរិវារព្រះបន្ទូលព្រះអង្គច្បាស់ណាព្រោះព្រះអង្គចោទគេថាគេកោងយកដង្វាយព្រះអង្គក្នុងខនេះគឺព្រះអង្គមានបន្ទូលណាឯងរាល់គ្នាគឺមនុស្សនៅនគរនេះទាំងមូលត្រូវបណ្ដាសាហើយដោយព្រោះតែតែងតែកោងយករបស់អញយ៉ាងដូចនេះរបស់អញឃើញទេគេកោងយកគ្រប់នេះប៉ុន្តែខ្លះគេដឹងទេណាបងគេដឹងថាខ្លួនគេកោងយករបស់ព្រះហើយណានៅខ9ណាម៉ាឡាគីចំពុក9ពីម៉ាឡាគីចំពុក3ខ9ដល់ខ10នេះឃើញទេបងដឹងថាគេកោងយកបងថាត្រូវបណ្ដាសាហើយច្បាស់ណាហើយកុំឲ្យគាត់ត្រូវអ្នកនោះដាក់បណ្ដាសាមែនទេព្រះបន្ទូលព្រះអង្គថាមិនគឺច្បាស់អត់មាននេះទេអត់មានបលែងប្រឡំអត់មានអ្នកណាកាយបានទេណាអរគុណព្រះអង្គប៉ុណ្ណឹងចាស់អូហាឡេលូយ៉ាអរគុណព្រះអង្គដែលព្រះអង្គបានសម្ដែងឲ្យកូនទាំងអស់នេះបានយល់ចូលទៅដល់សេចក្តីពិតពីបំណងបហាតីរបស់ព្រះអង្គអធិដ្ឋានរបស់ព្រះអង្គបងយើងនេះចាស់ណាបាត់ប៉ុណ្ណឹងចាស់អធិដ្ឋានរបស់ព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមដែលបានស្វែងយល់ពីព្រះបន្ទូលរបស់ព្រះអង្គទាំងអស់គ្នាក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវសូមឲ្យសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណាសេចក្តីសប្បុរសរបស់ព្រះអង្គមកដល់បងប្អូនទាំងអស់គ្នារាប់ពាន់ដំណតទៅមុខទៀតហើយសូមឲ្យព្រះគុណរបស់ទ្រង់បានបរិបូរណ៍ហូរហៀដល់បងប្អូនទាំងអស់គ្នាសេចក្តីសុខសាន្តទាំងអស់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវ